លីម៉ឹងម៉ាក់ឯងជពាក់លុយយើង50,000បំណុលម្ដាយកូនជាអ្នកសងជារឿងត្រឹមត្រូវនោះគឺម៉ាក់ខ្ញុំខ្ចីលុយ50,000មិនពាក់ព័ន្ធនឹងខ្ញុំទេម៉ាក់របស់ឯងនិយាយហើយលោកយាយឯងមិនត្រឹមតែទុកទៀនស្រាមួយនេះឲ្យឯងទេនៅមានគុជបន្តចំនួនមួយទៀតទំលុះទ្វារទៅ3 2 1បាត់សំឡេងហើយខ្ញុំឆ្លងភពហើយអ្នកនាងជាប់ដៃខ្ញុំហើយពួកយើងធ្វើសង្គ្រាមអស់3ថ្ងៃទៅហើយមិនទាន់បានញ៉ាំបាយទេ3ថ្ងៃនៅមិនទាន់ញ៉ាំអីទេណែញ៉ាំទៅព្រះអើយខ្ញុំមិនដែលញ៉ាំបាយសបែបនេះច្រើនឆ្នាំមកហើយវ៉ាវពងមាន់នៅមានពងមាន់ទៀតអំបិលមានអំបិលទៀតអ្នកនាងខ្ញុំមិនអាចញ៉ាំបាយអ្នកនាងដែលហ្វ្រីអញ្ចឹងទេប៉ុន្តែខ្ញុំគ្មានប្រាក់ទេមានតែស្នៀសសក់ស្ពាន់មួយបើមិនប្រកាន់ពេកអ្នកនាងយកពីទៅចុះស្ពាន់បុរាណមិនដឹងថានៅក្នុងសម័យទំនើបអាចលក់បានប៉ុន្មានលុយទេអ្នកនាងនេះជាកងដៃស្ពាន់ដែលខ្ញុំបានធ្វើក៏ជូនឲ្យអ្នកនាងដែរគប់ជួននៅខាងនោះម្ចាស់បំណុលមកដល់ផ្ទះខ្ញុំគឺរកប្រាក់នៅសម័យបុរាណសិនដាក់ទៅឆ្កាញ់ចេញម្ដាយអើយអេឈប់សិនក្បាច់ចម្លាក់នេះហេតុអីបានជាស្តៀងនឹងនៅលើគុជអញ្ចឹងជៀសចេញនេះប្រហែលជាត្រូវទាញទេឯណាមនុស្សតាណាបាត់ហើយហេតុអីបានជាខ្ញុំឆ្លងមកវិញមិនត្រូវទេអញ្ចឹងហើយបង្វិលគុជនេះគឺជាមធ្យោបាយក្នុងការឆ្លងភូមិហើយអំបញ្ញមិញខ្ញុំទៅធ្វើម្ហូបគឺនៅទីនេះមានមនុស្សប្រុសបុរាណ2នាក់នាងស្មានតែនាងធ្វើសរសៃប្រសាទមិនបាច់សងបំណុលមែនទេដល់ដើមទៅឈប់សិនរយៈពេល1ម៉ោងខ្ញុំឲ្យលុយទៅនាងវិញហើយក្បាច់ចម្លែកបែបនេះនេះមិនត្រូវបាត់បង់មកជាយូរណាស់ហើយទេចេញតម្លៃមកប្រសិនបើលោកឲ្យទាពេកខ្ញុំមិនលក់ទេយ៉ាងហោចណាស់ក៏ជាវត្ថុបុរាណដែរមិនឲ្យ5-60000ខ្ញុំដូរថៅកែហើយ60,000ណាប៉ុន្មាន 80,000 80ច្រើនជាងនឹងមិនបានទៀតទេសម្រាញ់មានលុយហើយយករបស់ទាំងអស់នេះបោះចេញទៅឲ្យអស់ទៅឈប់ភ្លាមនាងឲ្យលុយពួកឯងប៉ុន្មានយើងចេញគុណនឹង10អរគុណហើយតកែចេញទៅលោកយាយគឺពិតជាទៅកំណត់ត្រូវឲ្យខ្ញុំប៉ិតមែនខ្ញុំត្រូវត្រឡប់ទៅសម័យបុរាណវិញហើយរកលុយបានច្រើនជាងនេះតើបាយដល់លែងចេញពីម៉ាក់ខ្ញុំទាំងស្រុងបានជាវយឡើងបើកលក់សាយជាថ្មីហើយមនុស្សប្រុសម្នាក់នេះសង្ហាខ្លាំងណាស់ចូលមកក្នុងដៃបងស្រីមកវ៉ាវ make up បែបត្រូវរបួសខ្ញុំរត់ទៅចូលចិត្តទៀតហើយមនុស្សស្រីនៅចំនួនបុរាណស៊ីល្អយ៉ាងនេះបើមិនមែនមើលលើមុខមាត់ស្រស់សង្ហាលោកនេះទេខ្ញុំគឺមិនអាចជួយលោកទេហេតុអីបើជាខ្ញុំបើជានៅមានជីវិតទៅវិញនេះជាណាមិនបានជាគ្មានហេតុផលអីសត្វទៅជួយខ្ញុំអញ្ចឹង
ខ្ញុំចង់បានដែរនៅក្នុងដៃលោកនោះគ្រាន់តែមើលទៅក៏ដឹងថាមានតម្លៃដែរខ្ញុំបានជួយលោកជូនវាឲ្យខ្ញុំមក ដាវជារឿងមនុស្សប្រុសដាវជាប្រលឹងរបស់មនុស្សប្រុសក្នុងការធ្វើសង្គ្រាម អញ្ចឹងលោកយកខ្លួនមកបដូរមក ដាវនៅគឺមុតស្រួយខ្លាំងណាស់អាចយកទៅកាត់ក្បាលរបស់មនុស្សអាក្រក់បានដាវមួយនេះបញ្ចាំនៅកន្លែងនេះនឹងសិនចុះថ្ងៃក្រោយខ្ញុំមកកាត់ជាមកយកវិញមិនខាន បញ្ចាំនៅកន្លែងខ្ញុំនេះហើយនៅចង់យកទៅវិញទៀតខ្ញុំធ្វើម្ហូបឲ្យលោកញ៉ាំចុះ នៅកន្លែងដែលបងបែបនេះក្នុងផ្ទះមិនស្អីម្នាក់មិនអាចមានរបស់ញ៉ាំទេនេះទុំញ៉ាំខ្លួនឯងចុះ ដឹងថាលោកឃ្លានមិនដឹងថាលោកឃ្លានបែបនេះទេ មីដែលនឹងធ្វើបើជាមានរសជាតិឆ្ងាញ់បែបនេះតើគឺជាមីអ្វីដែរទៅមីដែលនឹងធ្វើបើជាមានរសជាតិឆ្ងាញ់បែបនេះតើគឺជាមីអ្វីដែរទៅ មីខកោប្រេនខាងស៊ឺនាងឆ្ងាញ់ឡើងមកវិញហើយ ទីបំផុតទូបង្គំរបស់ព្រះអង្គឃើញហើយនេះជាអ្វីទៅឈ្ងុយខ្លាំងណាស់គេគឺបានធ្វើមីសាច់កុំមួយចានឲ្យយើងនេះឲ្យខ្ញុំមួយចានដែរមកនេះគឺជាមីសាច់គោសាច់គោទូបង្គំនឹងចាប់មនុស្សសម្រាប់គោ ខ្លាញ់ខ្លាយទេខ្លាញ់ខ្លាយទេសាច់គោគឺធ្វើមកពីតៅហូលោកគិតមើលទៅនៅក្នុងនំប្រពន្ធក៏មិនមានប្រពន្ធដែរពិតមែនដែរទេ ព្រះអង្គគេនិយាយសំហេតុផលជំនួយទីនេះ10យុទ្ធសូម្បីសម្បត្តិឈើក៏ទៅខំស្អាតដែរមានសាច់គោមកពីណាទៅ ត្រូវហើយ ក្នុងទីក្រុងមានការត្រេកឃ្លានគ្រប់កន្លែងពិបាករកអាហារខ្លាំងណាស់នាងបានអាហារបែបនេះមកពីណាទៅនិយាយមកនាងជាមនុស្សអ្វីឲ្យប្រកាសដែរទៅ ខ្ញុំគឺជាពាណិជ្ជករប្រកាសជាមានផ្លូវសម្រាប់ពាណិជ្ជករហើយលោកសហការជាមួយខ្ញុំទៅខ្ញុំប្រកាសជាធានាថាលោកនឹងអាចញ៉ាំរបស់ឆ្ងាញ់តែម្ដងលោកឲ្យលុយមកខ្ញុំធ្វើម្ហូបឲ្យលោកការរកស៊ីមួយនេះលោកធ្វើឬមិនធ្វើ នៅមុននេះដែលនាងនិយាយថាយកខ្លួនមកបដូរនោះពួកយើងអាចនឹងពិភាក្សាគ្នាបន្តិចទៀតបានព្រះអង្គជាព្រះអង្គណា នៅជាព្រះអង្គម្ចាស់មួយអង្គទៀតខ្ញុំមិនចង់បានទេមនុស្សប្រុសគឺសុទ្ធតែជាផ្សាយដែលរស័តភ្នែកគឺមានតែលុយទេតើមិនមានការប្រែប្រួល ពិតជាឃើញលុយបាត់ផ្នែកស្រឡាញ់លុយដល់ឆ្អឹងពិតមែន ខ្ញុំចង់បានលុយ នៅក្នុងដៃគ្មានលុយទេប្រហែលជាធ្វើមិនបានទេ មិនមានលុយត្រង់ចង់និយាយអ្វីជាមួយខ្ញុំ ពួកយើងត្រូវឡើងពាត់ច្រើនឆ្នាំសម្ភារៈស្បៀងត្រូវបានអស់ជាយូរមកហើយព្រះអង្គរបស់យើងដឹកនាំតប 20000 នាក់ប្រយុទ្ធអស់កន្លះឆ្នាំសូម្បីតែសេះក៏ត្រូវស្លាប់អស់ដែរ មនុស្សមិនធ្វើដើម្បីខ្លួនឯងគឺជាតនកម្មនៃឋានសួគ៌និងផែនដីត្រង់និយាយមកមើលចាំបាច់ធ្វើបែបនេះធ្វើអីទៅ តបទាំងអស់នេះពួកគេបានបដូរស្លាប់ជាមួយនឹងខ្ញុំពួកគេជាគ្រួសាររបស់ខ្ញុំជាយូរមកហើយ គ្រួសារមែនទេអាហារទាំងនេះពួកត្រង់យកត្រឡប់ទៅវិញសិនទៅចាំស្អែកខ្ញុំយកម្សៅមីនិងអង្ករឲ្យត្រង់ទៀត នេះគឺជាអង្ករនិងម្សៅមីនឹងមានសាច់ទៀត មិនឲ្យហ្វ្រីទេអាវក្រោះសំលៀកបំពាក់នឹងដៃរបស់ពួកត្រង់គឺជារបស់ខ្ញុំហើយ បើអញ្ចឹងព្រះអង្គរបស់យើងច្បាស់តែគ្មានសម្លៀកបំពាក់ត្រឡប់ទៅវិញទេច្បាស់តែត្រូវមកមុខណាស់ហើយមិនអញ្ចឹងទេឲ្យពួកយើងជំពាក់សិនទៅណា ទៀមមួយនេះគឺមិនឲ្យជំពាក់ទេ ព្រះអង្គមើលទៅគេពិតជាមិនពេញចិត្តជាមួយព្រះអង្គមែនហើយអញនេះគឺជាដាវព្រះអង្គជានៅក្នុងរឿងពេញនិទានតើ វីរៈបរោះព្រះអង្គយានមិនអាចជាជាងសុយានទេមែនទេកែក្រកំរីខ្មើឲ្យមុខក្រាស់ទៀត និយាយទៅប៉ុណ្ណោះនេះគឺជាឯកសារប្រព័ន្ធសាសនានៅក្នុងរជ្ជកាលសឹង ព្រះអង្គយានបានដឹកនាំទ័ព 20000 នាក់ប្រឆាំងនឹងទ័ពសត្រូវ 20000 នាក់ប្រឡាក់ឈាមពីពេញភ្នំនិងទន្លេទីបំផុតស្លាប់ទាំងអស់ នៅពេលព្រះអង្គយានជិះធ្វើសង្គ្រាមគឺអាយុត្រឹមតែ21 វស្សាទេនេះជាអាយុដែលមិនទាន់បញ្ចប់សាកលវិទ្យាល័យផង គេទៅតែប្រជជន21 វស្សាទេ 20 លានហើយនឹងមានការអោតទាំងប្រមាណនេះទៀត500000 20 លាន
លើច្រើនខ្លាំងណាស់ប៉ុន្តែបើសិនជាខ្ញុំលោកអាចការពារគេហើយគេអាចស្លាប់លឿនជាងនេះដែរទេ 30 លាន 30 លាននៅមានអីត្រូវរារែកទៀតទេខ្ញុំលុយឲ្យការពារមួយនេះមុននឹងក្រោយខ្ញុំត្រូវរកបានក្នុងសម័យបុរាណ ម៉ឹងម៉ឹងម៉ាក់លើថាឲ្យលោកវត្ថុបុរាណឲ្យមានទ្រព្យហើយឥឡូវនេះយកលុយមកឲ្យម៉ាក់ចៃខ្លះមក បងស្រីគ្រួសារហ៊ូនៅរាជធានីស្គាល់ដែរទេគេយកព្រមចេញថ្លៃម្ដាការ50 លានដើម្បីតែដឹងបងគេគឺដើម្បីជួយរំដោះគ្រោះឲ្យកូនប្រុសដែលជាមនុស្សរុក្ខជាតិនោះ50 លានអ្នកទាំងពីរលោកខ្ញុំដើម្បីសងបំណុលមែនទេ អេនេះមិននឹងឯងហៅថាការលក់បានទៅនេះគឺជាការបំពេញបំណង ត្រូវហើយនិស័យអាពាហ៍ពិពាហ៍ដែលល្អយ៉ាងនេះអ្នកដទៃសុំក៏សុំមិនបានផងអញ្ចឹងឯងទៅ ហើយយ៉ានៅលក្ខរបស់ល្អទៀត ខ្ញុំនិយាយឲ្យថាបងគឺជាមនុស្សអាត្មានិយមមានរបស់ល្អហើយនៅលក្ខទៀតយកមកដាក់ចុះខ្ញុំមិនដាក់ទេនេះគួរតែជារបស់ខ្ញុំដាវមួយនេះ មុខស្រួយខ្លាំងណាស់ នឹងអាចកាប់ក្បាលមនុស្សអាក្រក់បាន ចោចកភ្នែកសឯងនេះអញបាច់ហ៊ានយកដាវភ្ជុំប្អូនស្រីឯង ចាប់ពីពេលនេះទៅគេមិនមែនជាប្អូនស្រីខ្ញុំទេហើយអ្នកក៏មិនមែនជាម៉ាក់ខ្ញុំដែរចេញទៅ ឯងចាំមើលទៅ គឺនាំតែមនុស្សប៉ុន្មានអ្នកនេះមកទេ ក្នុងសង្គមវឹកវរមួយនេះនាងអាចនាំស្បៀងមកប្រមាណតាំងយើងតែ6នាក់នេះគ្រប់គ្រាន់ហើយត្រូវហើយព្រោះយើងជាសភាពបរិសុទ្ធធ្វើការធ្ងន់លៀក៏ម្ដង3បារត់ជុំវិញជាចាស់ក្រុង3ជុំក៏ជារឿងធម្មតាដែរ បានទាំងអស់ 2500 គីឡូលេវាឲ្យរត់ចំវិញទីជាក្រុមទៅ ស្បៀងច្រើនចានេះច្រើនណាស់វ៉ាវច្រើនណាស់នេះស្បៀងច្រើនយ៉ាងនេះ2500 គីឡូខ្ញុំមិនស្បានទេនេះឲ្យការពាររបស់ពួកយើងអាចបដូរយកស្បៀងបាន2500 គីឡូ ក៏មិនមែនដែរនោះមិនមែនខ្ញុំមិនយកទេគឺគ្រាន់តែខ្ញុំគិតថាលោកអាចការពារគ្នាឯងគឺគ្មានកំណត់យ៉ាងណាទេបើចង់លក់ក៏លក់របស់សត្រូវដែរលោកសម្រាប់សត្រូវថែមប៉ុន្មានអ្នកទៀតទេក៏មិនធ្វើឲ្យខាតបង់ចិត្តគំនិតដែរខ្ញុំយកស្បៀងអាហារច្រើនយ៉ាងនេះមកឲ្យពួកលោកដែរអេលោកចង់ធ្វើអីទៀតហើយនៅក្នុងសង្គមវឹកវរនេះស្បៀងអាហារគឺថ្លៃណាស់ នៅនេះមានកូនធំណាស់សូមទទួលការគោរពពួកខ្ញុំទេ ឆាប់ងើបឡើងមកហើយយ៉ាឆាប់ងើបឡើងមកទាំងអស់គ្នាមកទាំងអស់នេះគឺជាពាក្យសិនទេចាំពួកលោកយកអាការពារសត្រូវមកបដូរវិញនេះបានហៅថាការដោះដូរស្មើគ្នាមិនបាច់អរគុណទេ កាលពីមុនគេមិនអាចចំកែស្មានថាគេជំនួសល្មមនឹងហើយស្មានមិនអត់សោះគេជំនួសដែលមានសពប្រសិទ្ធភាពនឹងគុណធម៌បាត់នេះសោះមិនបានជាដៃនាងរបស់ហើយ យកមក អ្នកណាធ្វើឲ្យអ្នកមានគុណខ្ញុំរបស់ខ្ញុំនឹងទៅកាប់គេជា8កង់ អាយ៉ាមិនអីទេដណ្ដើមស្បៀងគឺគ្រាន់តែរបួសបន្តិចបន្តួចធម្មតាទេមិនអីទេ មួយនេះគឺជូននេះថ្ងៃក្រោយបើមានអ្នកធ្វើបាបនេះគឺប្រឆាំងវិញទៅ ខ្ញុំគឺមិនហ៊ានសម្លាប់មនុស្សទេ មិនមែនអាចសម្រាប់មនុស្សទេគឺការពារខ្លួនឯងនៅក្នុងពេលបើកវ៉អញ្ចឹងគឺត្រូវតែចេះការពារខ្លួនឯងដឹងដែរទេចេះប្រាប់ដែរទេចាំខ្ញុំមកនេះ ធ្វើអារម្មណ៍ឲ្យស្ងប់កុំខ្លាចអីកុំរៀតទេហើយបាញ់ទៅអាណាមនុស្សវាយណាវាយទៅពីទៅជំរុំទៅហើយពួកយើងលេងទៅជាមួយគ្នាបាទតោះនេះទៅខ្ញុំទៅជួយពួកអញដែរណា
នេះទីបញ្ចប់ជាងសឺយានបដូរហើយគេគឺអាចមានជីវិតវិញហើយនៅពេលដែលសត្រូវបិទក្រុងនោះនៅក្នុងក្រុងមានការចលាចលណាស់ព្រះអង្គយានបានស្លាប់នៅក្នុងចលាចលព្រះជន្ម21វស្សាមិនទាំងឯងខ្លាយទៅជាបែបនេះទេព្រះអង្គខ្ញុំម្ចាស់ទៅជំរុំជាមួយព្រះអង្គ Ôi được ăn cứ chiều với đợt thôi nô. Còn tầm mơ tới cái đang thay chế báo sai xem lập cà biệt đây. Bà sân chỉ biến bạch chia lọ hai. Ô, nó chưa xây ra hai. Lương là om đây. Bà chỉ nôm xe hơi. Anh ấy bà sân chưa kháng bạch chia lọ hai. Này, dịp đi ra xây. Đó anh ấy sắp tay chỉ biến ở hai nữa. Đẹp o đấy nè. Vì bọn 500 kg này, 500 kg. Ôi sao biến chưa đây rồi. Ôi mẹ nhắm ơi. Đây nhắm phải chưa nói lên. Đây là một hai chua ơi. Khó lo mình tên. ពួកគេគឺនិយាយថាខ្ញុំគឺជាព្រះពុទ្ធ ទីផុតខ្ញុំបានញ៉ាំចាយហើយមែនអើខ្ញុំក៏ញ៉ាំចាយដែរទីផុតព្រះពុទ្ធបង្ហាញខ្លួនមកជួយពួកយើងហើយអស្ចារ្យណាស់ព្រះស្បៀង 2500 គីឡូនេះគឺគ្រប់សម្រាប់តប 20000 នាក់ញាត់ជើងថ្មិញរបស់គេហើយដើម្បីឲ្យបានយកអង្វាញ់ទុំអង្គនឹងទុកមួយចំណែកឲ្យព្រះអង្គមិនបាច់ទេនៅក្នុងកងទ័ពមិនចាំបាច់មានពិសេសអីទេយើងជាអ្នកដឹកនាំរត់តែត្រូវរួមសុខទុក្ខជាមួយគេយើងសូមប្រកាសបង្កាត់ភ្លើង Hôm hộp yo cha cha na naព្រះអង្គយាននៅក្នុងជួរទមគឺទទួលបានការគោរពស្រឡាញ់ណាស់ហេតុអីបានជាគេអាចស្លាប់នៅក្នុងចលាចលអញ្ចឹងហេតុអីបានជាឯងដាក់ដីនៅក្នុងបបរ ឯងគឺចាំមកខូចព្រះនាមព្រះអង្គដើម្បីបង្កចលាចលមែនទេ ខ្ញុំក៏មិនហ៊ាននោះទេណានេះជាបញ្ជាដែលព្រះអង្គបានដាក់មកគេថាមិនខុសទេស្បៀង 2500 គីឡូនេះទោះលេដីជាច្រើនក៏ដោយសម្រាប់មនុស្ស 20000 នាក់បានត្រឹមយ៉ាងច្រើន 3 ថ្ងៃប៉ុណ្ណោះទេថ្ងៃនេះពិតជាឆ្ងាញ់មែនហើយឯងនេះក៏ផឹកទៅច្រើនតិចទៅដើម្បីបានឆ្អែតណាវើយនៅនាងលីមិនតាមពិតខ្ញុំមានរឿងមួយទៀតដែលត្រូវបំផន់អ្នកនាងលោកអង្វរមនុស្សឲ្យជួយយ៉ាងហោចណាស់ក៏ត្រូវមើលគេឲ្យចំភ្នែកដែរ នេះក្នុងជួរតបមានទុកលំបាកយ៉ាងហោចណាស់ក៏ត្រូវការស្បៀង 40,000 គីឡូទៀតដែរដើម្បីរត់ផុតពីរដូវល្ងាចមួយនេះ ច្រើនយ៉ាងនេះលោកទុកខ្ញុំជាដូរ៉ាអេម៉ុនមែនទេ ខ្ញុំនឹងថានេះមានទុកលំបាកតែនេះមួយជីវិតលើទោះ 20000 នាក់និងជីវិតប្រជាជនទាំងអស់ដែលកំពុងជួបនៅក្នុងទុកមួយនេះផងសូមនាងមេត្តាពេលចាប់រឿងនេះហើយមិនត្រឹមតែយកខ្លួនទៅបដូរទេទៅធ្វើទាសកលបីជាតិក៏ខ្ញុំនេះព្រមដែរខ្ញុំក៏ព្រមយកខ្លួនបដូរដែរនៅមានជីវិតតប 20000 នាក់ទៀតអត់ចាប់សង្គ្រាមនៅមានជីវិតទោះបីបានដៃបាច់ជើងពួកយើងក៏ព្រមយកខ្លួនទៅបដូរដែរមិនបានទេមិនទទួលយកការដោះដូរអំណាចនិងសម្រាប់ទេខ្ញុំគឺចង់បានលុយតែប៉ុណ្ណោះបែបនេះចាឲ្យពួកគេប្រកបរបរជាប់ខ្លួនទាំងអស់មកដូចជាដែរកបបលុយស្នៀតសក់សម្បត្តិសុទ្ធតែបានទាំងអស់ អញ្ចឹងនាងត្រូវការពេលប្រហែលថ្ងៃដែរ 3 ថ្ងៃ ទាំងអស់គ្នាស្ដាប់បញ្ជាយករបស់មានតម្លៃលើខ្លួនរបស់ពួកឯងទាំងអស់មកព្រមទាំងបន្តអង្គុយផ្លាគុជស្នៀតសក់កបបលុយរបស់ពួកឯងទាំងអស់មកប្រកបឲ្យនាងមើលឲ្យនាងយកទៅបដូរយកស្បៀងដើម្បីប្រកបមកពួកយើងវិញ មានទ្រព្យហើយមានទ្រព្យហើយ យកស្អីគេយករបស់ពួកយើងទៅធ្វើស្អីទៅណាឲ្យឆាប់ឡើងយកជិះអស់មកអ្នកនាងមើលសន្យាថាប្រកបរបស់ទាំងអស់នេះឲ្យគាត់ឲ្យស្បៀង 40,000 គីឡូយើងហើយរបស់យើងតែបន្តិចហ្នឹងដូរស្បៀង 40,000 គីឡូអីទៅនេះគេមិនមែនមកបោកពួកយើងទេអីប្រហែលជាបោកហើយមែនហើយគេបោកជើងទៀតហ្នឹងអីបោកគេចង់បោកយើងហើយមែនហើយផ្លាកគុជមួយនេះជារបស់ដូនតាខ្ញុំទោះស្លាប់ក៏ទៅយកចូលភ្នំដែរកងដៃគុជមួយគ្នាក៏ជារបស់ដែលខ្ញុំទុកសម្ដេចប្រពន្ធដែរ មែនហើយផ្លាកគុជបាច់ចង់ដល់ពួកយើងទេមែនហើយគេជន់ឆោបបោក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 ស្បៀងទេពួកឯងរស់នៅយ៉ាងម៉េចទៅបាក់គ្មានជីវិតរស់នៅផងពួកឯងទៅដល់នឹងប្រពន្ធយ៉ាងម៉េចទៅបាត់ចាញ់សង្គ្រាមក៏គ្មានកន្លែងកប់ដែរពេលនេះអ្នកនាងលីមឹងគឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកយើងហើយពេលនេះសង្គមវឹកវរជុំវិញនេះគ្មានស្អីទេមនុស្សស្រីម្នាក់មកយ៉ាងម៉េចក៏ជាជន់ឆោបបោកដែរមែនហើយជន់ឆោបបោកទេជន់ឆោបបោកជន់ឆោបបោកទេ ក៏មិនចាប់បាច់សម្លាប់ទាំងអស់ដែរ
យ៉ាងស៊ីយើងនៅទីនេះយកសាធ្វើជាសន្យាសម្រាប់ចំពោះមុខតបទាំងអស់គ្នាបីថ្ងៃក្រោយបើសិនជាគ្មានស្បៀង40,000 គីឡូនៅទីនេះទេនឹងយកការស្លាប់លុបលៀងទុកទូបង្គំជួយចាក់លើព្រះអង្គ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 បងស្រីទៅទិញស្បៀងមិនបានក៏មិនអីដែរណាតែត្រូវចាំថាផ្លាកគុជនេះបងស្រីត្រូវបកគលមកឲ្យខ្ញុំវិញបានហើយកុំឲ្យអ្នកនាងលីលំបាកតែបានណាតើទាំងអស់សុទ្ធតែចេញមកពីគ្រួសារក្រីក្រពិតជាគ្មានអីច្រើនឲ្យនាងទេទាំងអស់នេះគឺគ្រប់គ្រាន់ហើយខ្ញុំមិនធ្វើពួកត្រង់អស់សង្ឃឹមទេនេះទើបមកយកស្បៀង40,000 គីឡូមកវិញបានក៏ត្រូវមកវិញដោយសុវត្ថិភាពដែរមិនម្នាក់នេះនៅកន្លែងអត់បែបនេះមានរបស់ល្អស្អីទៅបើមិនយល់មុខអាចទៀតណាយើងក៏មិនអាចមកនៅកន្លែងអត់បែបនេះដែរលោកមើលសិនទៅចាំនិយាយណាហាក់ចេញមើលសិនទៅលោកគ្រូសំដីកុំនិយាយលឿនពេកម៉ឹងកូនស្រីល្អរបស់យើងម៉ាក់ទទួលអាចទៅសោយសុខនៅគ្រួសារហួរហើយមិនមែនទេហេតុអីអ្នកទាំងពីរតាមតោងមិនលែងសោះជាចាញ់លោកយាយឯងគឺពិតជាបានបន្សល់ទុកវត្ថុបុរាណឲ្យឯងពិតមែនសត្វតាជារបស់អនអីនឹងអាចមានតម្លៃប៉ុន្មានទេនេះជាវត្ថុវប្បធម៌នៃការសឹងណាគ្រាន់តែថងដាក់លុយមួយណាគឺតម្លៃ1 លានទៅហើយណា1 លានចុះក្រដាស់មួយនេះដាក់ចុះទៅនេះជាអក្សរបុរាណណាមានសារៈសំខាន់ក្នុងការសិក្សាជ្រៅជ្រៅណាតម្លៃរបស់វាណាមានតម្លៃរហូតដល់ទៅ5 លានឯនោះណា5 លានអញ្ចឹងទឹកមួយនេះមិនមែនមានតម្លៃរាប់រយលានហើយទេលោកយាយឯងគឺចាស់វង្វេងមែនហើយបែរជាបន្សល់កំណប់ទ្រព្យឲ្យទៅឯងឆាប់ខ្ចប់ឲ្យយើងយកទៅទាំងអស់ទៅមួយស្រាវបន្តិចខលលើស្រាវបន្តិចទៅពួកយើងទៅបងស្រីបើសិនជាមិនអាចទិញស្បៀងអាហារបានវិញទេត្រូវចាំថាសងផ្លាក់គុណអ្នកខ្ញុំវិញណាជាប្រដាប់ទេខ្ញុំមករៀននេះតែស្ងប់អារម្មណ៍ពេលដែលតម្រង់ចាំកូនដាកុំខានកុំរៀនទេហើយចាប់ឡើងបានទេកុំទៅអីទៅណានឹងឯងចង់ធ្វើអីឯងនិយាយមកមើលមកស្រស់ស្អាតបែបនេះបើសិនជាឆោតបន្តិចទៅគឺគួរតែធ្វើយ៉ាងម៉េចទៅម៉ាក់មើលទៅព្រោះសំណាងហើយនៅវត្ថុអបថតអស់នេះមិនបានខូចខាតលោកគ្រូទាំងអស់នេះមានតម្លៃប៉ុន្មានទេច្រើនយ៉ាងនេះណាបូកចុះគ្នាទៅចុះហើយក៏លើនឹងកោតបានណាលើកោតតកាលីនៅហារបស់ខ្ញុំមានសម្ដែងអង្គពីតោណារបស់ខ្ញុំក៏មានដែរល្អ5តោនដែរណាខ្ញុំក៏មានដែរហើយយករបស់ខ្ញុំក៏ទៅល្អយកទាំងអស់កាត់លុយភ្លាមសាច់បន្លាយយកទាំងអស់មិនបានទេស្វីបកោពួកយើងមិនអាចបានទេស្វីបកោពួកយើងយកទៅអត់ណាព្រោះស្វីបកោគឺជារបស់ពួកយើងណាមិនបានទេខ្ញុំឲ្យតម្លៃគុណនឹងពីរនេះគឺជាថ្ងៃទី3ហើយមិនគ្មានដំណឹងទៀតអញ្ចឹងណាមិនអាចបាត់ហើយទៅដឹងហើយកងដែលខ្ញុំយកទៅដល់ប្រពន្ធខ្ញុំបាត់ដល់ហើយចាប់ហើយប្រពន្ធខ្ញុំក៏បាត់ដែរ
នោះស្បៀងបងមានស្បៀងហើយពួកយើងមានស្បៀងហើយគឺជាស្បៀងពិតជាស្បៀងពិតមែនតែនាងលីមឹងពិតជាបានលើសម្ដីមែនលីមឹងនាងណា ខ្ញុំនៅទីនេះខ្ញុំជាត្រូវសង្កត់ចិត្តស្លាប់ទៅហើយទៀមស្រាមិនអាចដាក់អស់ទេ Ôi, cho mà chút xíu thôi, tao bây giờ cho tao chút xíu, trả nào ơi, lên. ជាងស៊ឺយានខ្ញុំម្ចាស់ត្រឡប់មកវិញហើយ Mấy bạn chỉ nên tao đã bỏ tiền hả? ដណ្ដើមស្បៀងប្រកាសជាត្រូវប្រយុទ្ធគ្នាហើយ Tao chùm rồng tao chùm không thấy. Trong xem chui liệt thằng này. Ê, đây cứ cho nhâm sụp hot pot đai mẹn tế. Sụp hot pot ấy tới. Sụp hot pot cứ chạy thế. Cứ do mà lai nâng sai từng anh ấy đã được nông chân năng tẻ muối. Hai ngao việc cho anh hai nhâm đi hai tha sụp hot pot. Sách, hai năm mà lá sẽ được nhằm chào được hết. Không nói chùm rồng tao cứ khỏe. Nghĩ rồi tế. Alo thật cái. Cho vô chưa ngực chưa một phải tán. Hai xong phải để đây được nghe bì mờn chôn. Ôi cha, chột mấy sóng đánh lôi chơi mà này ơi. Nên mình tiếc xong rồi thu khê thu sinh họ chào mà tiền má cái áo đi không chơi mà này ơi. Nên tìm đi cứ cực rồi nè. Ta bị chơi cho nó qua khăn là lại thế. Chùm nuôi cả bà. Chạy sẽ bên khác. Ai ta bị chơi cho này. Rõm bị chơi cho này. Khai sáng trong áo kế. Ta tôi mình đã sẽ bên. Hãy đi chăm chạy ăn chơi cho này. Ôi cha, tiêu phát bố dưỡng mình có bán khuôn sự kêu bảo. Mày đây. Mình bốc trong sầm bắn trong ai bèn nên con sẽ em nắp bọc tiền là hai năng sầm đêm bị ai bội dương mà smart thân là liên liên mướn bay chia bọc tiền là hai năng sầm đêm bị ai bội dương chắc cái này liên liên mướn cứ chia bèn nên con sẽ em ơi mày ơi tụi em nên con sẽ em mình tê mình bốc trong bắn rồi xong bèn nên con sẽ em tê xong xong mà ai bằng cara bọc trong đại trai than tới nó bọc tiền là trong chắc là liên liên mướn cứ chia bèn ai bằng cara bọc trong mày vậy thì bây giờ xin anh vậy xây kia đây Dọc này bộ dân cứ nhằm sụp hot pot.ខ្ញុំនឹងមកចេញໄฟ ដែរធ្វើម្ហូបខ្លាំងស្រាឲ្យអ្នកគ្នាប៉ុន្មានមុខទៀត ល្អណាស់អរគុណហើយអ្នកនាងមិនអរគុណហើយ មកដល់ហើយនេះមិននៅស្រុកកំណើតរបស់ពួកយើងគេហៅថាសុបស្រាឡើយចៃប្រើប្រាស់សុបដែលធ្វើដោយសម្ងាត់ប្រចាំគ្រួសារយើងហើយស្របជាមួយនឹងប្រហិតដែលធ្វើដោយដៃផ្ទាល់ពេលដែលឆ្អិនហើយនឹងឆ្ងាញ់ណាស់ឲ្យវាឆ្អិនបន្តិចទៀតទៅ អ្នកនាងមិននេះគឺជាអ្វីដែរណា មួយនេះគឺជា អ្វីទៅ មិនប្រាប់លោកទេខ្លាចលោកកាប់ខ្ញុំទៀត មកមួយនេះចាំពេលឆ្អិនហើយចាំញ៉ាំក៏មិនទះសារអី ល្អ នៅមានទៀនមិនគ្រប់ចាំថែមទៀនជូនកាដូមួយឲ្យអ្នកទាំងអស់គ្នាតែន chỉ con này để lông dây chúng sao tụi anh taនេះរបស់ដែលមិនអាចខ្ញុំសោតទឹកឲ្យ ខ្ញុំបានទឹករបស់ខ្ញុំខ្លួនរបស់ពួកលោកហើយថ្មីត្បិតតែនោះសុទ្ធតែគ្រួសាររបស់ពួកលោកមិនសោតទឹកឲ្យពួកលោក អ្នកនេះគឺពិតជាល្អចំពោះពួកយើងមែនហើយនៅផ្ដល់ស្បៀងអាហារហើយនៅទុកបណ្ដាំពួកយើងមកវិញទៀតអ្នកនេះពិតជាប្រពុតរស់ពិតមែនហើយមិនតែប៉ុណ្្នឹងទេនៅជាចុងផុលទៀតទេណាបើមិនចុងផុលទៀតទេមិនអាចធ្វើម្ហូបឆ្ងាញ់ឲ្យពួកយើងញ៉ាំចឹងទៅណោះទៅហើយចុងផុលទេពិតចុងផុលទេមែនចុងផុលទេ ខ្ញុំគឺគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេធម្មតាណា អ្នកនេះជាទេវតាទៅរបស់ពួកយើងតាមត្រូវដែរទេមិនដែរតាមទៅទេវតា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 ទៅនេះគឺជាអ្នកណានេះគឺជាទេវតាដែលបានប្រទានមកឲ្យជួបខ្ញុំមែនទេ Chào Lênខ្ញុំទៅគឺជាក្មេងម្នាក់ទេលោកឆាប់លេងគេទៅ មិនបានទេគេបានដូចថាប្រជាជនទាំងអស់សុទ្ធតែបានស្រេកឃ្លានគេចេញមកដណ្ដើមអាហារជារឿងសំខាន់ផុតទេយកមួយនេះត្រឡប់ទៅវិញហើយចែកឲ្យគ្រួសាររបស់ឯងទៅណា អើកូនបងប្រុសបងស្រី
ទីបញ្ចប់ព្រះអង្គយានគឺនៅតែស្លាប់ក្នុងចលាចលដដែលមិនគួរបែបនេះទេខ្ញុំបានតែស្បៀងអាហារច្រើនយ៉ាងនេះទៅគេហើយនេះគឺគ្រប់តប20000អ្នកឆ្លងរដូវរងាបានហើយហេតុអីបានជាមានចលាចលដដែល ទេវតាtôiមិនអស់ហើយព្រះអង្គគឺមានរឿងហើយមានរឿងចលាចល ចលាចល មែនហើយ ឲ្យលឿនឡើងនោះខ្ញុំទៅ ព្រះអង្គជួយពួកយើងផងពួកយើងជិតដាច់ពួកស្លាប់ឥឡូវហើយមិនបាច់ជាមិនខ្វល់ខ្វាយការស្លាប់របស់ពួកយើងអញ្ចឹងជួយផងទៅព្រះអង្គ ពួកត្រង់នឹងអ្នកបន្សំពីខ្លួនឯងពួកលោកគឺជាមន្ត្រីដែលពុករលួយ ត្រូវហើយពួកយើងមិនអាចរួមបានពួកឯងក៏មិនចាប់បាយរួមដែរពួកយើងគ្នាយកស្មៀងទៅអត់លឿនយកស្មៀងទៅចូលយកស្មៀងទៅដាក់ស្មៀងទៅស្ងាត់ទៅស្ងប់ទៅស្ងប់អមទៅ ចាំងសឺយាន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 កុំជន់កៃ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 ចាំងសឺយានចាំងសឺយានចាំងសឺយានត្រង់ដល់ខ្លួនឡើងចាំងសឺយានត្រង់មិនមែននៅការពីក្រុងទៀតទេមែនទេចាំងសឺយាន ខ្ញុំមិនអីទេ ល្អណាស់ត្រង់20ខ្ញុំម្ចាស់ស្លាប់ហើយ ទៅទាំងអស់គ្នាភ្លាមអ្នកទាំងអស់គ្នាស្ដាប់បញ្ជាបង្ករឿងមកស្ដាប់អ្នកគ្រប់គ្រងសម្រាប់ចោលទាំងអស់ពួកឯងមានរឿងអីប្រកាសទេហើយដែលស្រាប់តែសម្រាប់ជិះជំរំទ័ពគឺជាគ្មានម្ដងនេះគេបានយកអង្គនិងស្វ័យបកគោចេញពីជំរំទ័ពគេប្រាប់ថានៅក្នុងជំរំទ័ពមានអាកោដូចជាភ្នំអញ្ចឹង សុំទៅបងប្រុសបងស្រីម្នេះមកមិនអីទេមិនបន្តឯងទេពួកលោកបានលេបចូលលុយដែរប្រជាជនរកបានទាំងលំបែសុកចិត្តបាក់ភ្នែកមើលពួកយើងឃ្លានស្លាប់តែពួកលោកជាមនុស្សទៀតដែរទេ គាត់ចង់ទៅដល់ស្មៀងទៅឆាប់ទៅមិនទៅដល់ស្មៀងទៅ នេះគឺជាចលាចលដែលបានយកជីវិតជាងសឺយានដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនោះ ប្រជាជនដែលគ្មានចំណេះដឹងមកក្រុមមកមិនធ្វើតែពួកឯងទេព្រះអង្គសុខចិត្តផ្លាស់ស្មៀងការពារទីក្រុងធ្វើស្អីទេនៅមិនថយទៀតណាពួកយើងមិនធ្វើបាបប្រជាជនម្នាក់ណានោះទេហើយក៏រត់តែមិនអាចឃើញស្អាតឲ្យមកជួយដែរព្រះអង្គពួកយើងក៏ឃ្លានឡើងគ្មានមធ្យោបាយដែរពួកយើងទាំងអស់គ្នានេះគឺសិតតែឃ្លានចិត្តស្លាប់ទៅហើយព្រះអង្គรู้จักឲ្យនឹងកូនក្មេងនៅក្នុងផ្ទះរបស់ពួកទូបង្គំពេលនេះគឺឃ្លានឡើងចិត្តស្លាប់ទៅហើយសូមព្រះអង្គមេត្តាផងទៅឲ្យស្បៀងទៅព្រះអង្គស្បៀងមិនទាន់បានច្បាស់លាស់ទេបើឲ្យទាំងបែបនេះហើយថារបបទេបិតាបានសន្យាជាមួយយើងថានឹងមិនថែមតបជំនួយហើយនឹងមិនថែមស្បៀងអត់តែពួកយើងអាចមិនដឹងសត្រូវមុនព្រឹកខ្លាំងបានពួកយើងគឺអាចនៅតាន់ពេលព្រះអង្គបិទមាត់បើគ្នាឲ្យស្បៀងទៅឲ្យប្រជាជនដែលនៅសល់មកយកស្បៀងនៅទីនេះទាំងអស់ទៅអរគុណដល់ព្រះអង្គអរគុណដល់ព្រះអង្គអរគុណដល់ព្រះអង្គអរគុណហើយព្រះអង្គ បែបនេះភាពចលាចលគឺអាចស្ងប់បានដែរទេហេតុអីទីបញ្ចប់នៅតែមិនបដូរទៀតមិនអាចបើកឃ្លាំងឲ្យស្បៀងបានទេ ហេតុអីទេ តើត្រង់ឯងធានាថាតបធំឯងមិនដល់តាន់ពេលដែរទេប្រសិនបើប្រើធ្លាក់មុនឲ្យបិទផ្លូវធ្វើយ៉ាងម៉េចឥឡូវនេះត្រង់ឯងយ៉ាងម៉ឹងម៉ាន់ប្រសិនបើស្បៀងក្នុងឃ្លាំងត្រូវបានអស់ហើយតបជំនួយមិនតាន់មកដល់នោះប្រជារាស្ត្រទាំងអស់មានតែគិតថាត្រង់បោកពួកគេដល់ពេលនោះគឺមានតែឲ្យត្រង់បាត់បង់ការជឿជាក់ពីប្រជារាស្ត្រតែប៉ុណ្ណោះ នៅចំពោះមុខសត្រូវប្រជាជននៅកងទ័ពជាខ្លួនមួយមិនអាចមានការសំស័យបានទេ តើត្រង់ជឿជាក់លើខ្ញុំម្ចាស់ដែរទេទាំងអស់គ្នាប្រសិនបើទាំងអស់គ្នាញ៉ាំស្បៀងនៅក្នុងជំរំទ័ពអស់កងទ័ពទាំងអស់ធ្វើយ៉ាងម៉េចការពារទាំងអស់គ្នាធ្វើយ៉ាងម៉េចពេលដែលសត្រូវសម្រុកចូលមកនោះទាំងអស់គ្នាមិនត្រូវស្លាប់ដែរទេមែនទេ ខ្ញុំសុខចិត្តឲ្យកាប់មិនដៅឲ្យស្លាប់ក៏ខ្ញុំនេះមិនសុខចិត្តស្លាប់ដោយសារតែឃ្លានដែរ ត្រូវឲ្យឃ្លានស្លាប់វេទនាណា ត្រូវពួកយើងក៏មិនចង់ឃ្លានស្លាប់ដែរ អ្នកណាឲ្យទាំងអស់គ្នាឃ្លានស្លាប់ទៅខ្ញុំឈ្មោះលីម៉ឹងគឺជាពាណិជ្ជករមួយរូប ឥឡូវនេះខ្ញុំចង់ធ្វើការរកស៊ីជាមួយអ្នកទាំងអស់គ្នាមួយឲ្យតើទាំងអស់គ្នាប្រកបរបរដែលមានតម្លៃបន្តិចនៅក្នុងផ្ទះហើយខ្ញុំនោះខ្ញុំគឺអាចបដូរស្បៀងឲ្យវិញបានឧទាហរណ៍ដូចជារបស់បន្តចំនួនគុជអក្សរទៀនឬក៏សម្លៀកបំពាក់ចានអ្វីក៏បានដែរសុទ្ធតែបានទាំងអស់ចានបាច់បាក់ក៏អាចបដូរស្បៀងបានដែរបានខ្ញុំមិនត្រឹមតែធានាថាទាំងអស់គ្នាឆ្លងផុតរដូវរងាទេនៅអាចធានាថាអាចឆ្លងផុតរដូវផ្កាយរីកដោយសុវត្ថិភាពទៀត ពិតមែនហើយចានបាច់បាក់ក៏អាចសាកល្បងបានដែរអញ្ចឹងពួកយើងក៏មិនខាត់អីដែរសាកល្បងសិនទៅ
phải xây tơ chấm rốt to là tí này mình ăn rốt tê vậy mình chăm từ đó tới vậy giờ bao cái đó thế mày ơi tao bây giờ chấm tơ lư chắp đồ bạn nó bọc xì đâu ơi នេះគឺទៅដែរ ខ្ញុំម្ចាស់ទៅណាទៅ យកស្លាប់ជាមួយនេះទៅដូចគ្នាទៅគ្នាថាតាមផ្លូវគ្មានអ្នកណាហ៊ានរើរាំងនឹងទេ ហេតុអីខ្ញុំម្ចាស់ត្រូវរន់ ប្រជារាស្ត្រ 100000 នាក់ស្បៀងរយៈពេលកន្លះឆ្នាំទោះនេះមានសមត្ថភាពទម្លុំវិញក៏មិនអាចទិញមកបានដែរហើយមកពេលហ្នឹងពួកគេច្បាស់ជាស៊ីនាងទៅរស់ជាមិនខាននោះទេនាងឆាប់រត់ទៅ ខ្ញុំម្ចាស់អាចធ្វើបានខ្ញុំម្ចាស់នឹងរកមធ្យោបាយទិញស្បៀងខ្ញុំម្ចាស់នឹងជួយប្រជារាស្ត្រ 100000 នាក់ខ្ញុំក៏អាចជួយលោកដែររយៈពេល 3 ថ្ងៃខ្ញុំម្ចាស់នឹងត្រឡប់មកវិញអាឡូថៅកែនៅខាងលោកនោះមានអង្ករទៀតដែរទេខ្ញុំយកទាំងអស់ថាមិញតែ10តោនទេបានសាច់ដែលប្រឡាក់ហើយនោះខ្ញុំយកទាំងអស់1តោននោះក៏មិនគ្រប់ដែរអេស្បៃបកគោ2តោនថៅកែលោកជួយរកមធ្យោបាយខ្ញុំទៀតទៅខ្ញុំអាចឲ្យតម្លៃគុណនឹង2 អ្នកនាងចំណេញក្នុងទីផ្សារទៅបានអ្នកនាងលើកយកអស់ទាំងអស់ទៅហើយក្នុងរយៈពេលខ្លីយ៉ាងនេះពួកយើងពិតជាមិនអាចគ្រប់គ្រងអ្នកនាងបានពិតមែនណា អាឡូថៅកែវត្ថុបុរាណនោះលោកបានលុយប៉ុន្មានដែរ ហើយយ៉ាពិតជាគួរឲ្យសោកស្ដាយពិតមែនហើយ យ៉ាងម៉េចហ្នឹង វត្ថុបបធរដែលអ្នកនាងឲ្យមកគឺពិតជាច្រើនពិតមែនតែគួរស្ដាយចាំងណាស់ទៀតនេះសុទ្ធតែបាច់បាក់ទាំងអស់គឺច្រើនណាស់មិនអាចចេញតម្លៃបាននោះទេ Con lo không thể đọc về niềm tao là bên tê giờ thả hai đi chỉ muốn bọc bạc tê về đi khơi tê là bọc bên đầm lấy trong coi là bọc như nào ai khơi tê tao bán niềm bọc cho tao hơi ao cả bạc trong coi là bọc trong tơi kia tao bạc hơi chứ là đây là nghe mùi nít trong tơi rồi trong bạch tơi ត្រូវហើយរស់នៅយ៉ាងម៉េចទៅ trời ơi bây giờ một phái tiêm ra đi chọn tới cho hai nó khẩu ăn cho nó bao bên tê tôi mà bên đã tê ơi bên đây trời một phái chọn tới một phái cho bây giờ cho tới អ្នកគ្រប់គ្នាទុកចិត្តចុះនេះច្បាស់ជាត្រឡប់មកវិញមិនខានគេមិនអាចត្រឡប់មកវិញទេមកគឺដល់យូរដល់ទៅហើយមិនត្រូវចង្រៃអស់ឯងឆាប់ជិះចេញទៅប្រោជារៀងមកខ្លាំងណាស់ពួកយើងជិះចេញទៅពួកឯងស្ដាប់ច្បាស់អ្នកណាចង់ចូលក្នុងទៀមស្រាននេះពួកឯងគ្រប់គ្នាមកសាកសពយើងសិនទៅគេមកក៏ដោយគេមិនមកក៏ដោយគេធ្លាប់បានជួយជីវិតយើងម្ដងគេជាអ្នកមានគុណរបស់យើង យើងជាអ្នកការពារទៀមស្រារបស់គេអ្នកណាក៏មិនអាចចូលទីនេះបានដែរមិនត្រូវចង្រៃជិះទៅគុកគេទៅគុកគេងាប់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 ទៅទៅងាប់ទៅអើទៅងាប់ទៅងាប់ទៅអ្នកនាងនេះមក ខ្ញុំត្រឡប់មកវិញហើយខ្ញុំត្រឡប់មកវិញហើយ មើលឲ្យគេមកវិញគេមកវិញហើយ ស្បៀងអាហាររបស់នៅឯណាទៅសុទ្ធតែនៅក្នុងនេះទាំងអស់នៅមានជាច្រើនកំពុងនៅតាមផ្លូវទៀន អូស្បៀងអាហារច្រើនណាស់ពួកយើងចាប់ចូលទៅតាមគ្នាលើទៅគេអស់ហើយពួកយើងព្រីជីនេះអស់គ្នាកុំត្រាំគ្នាមួយណែម្ដងកុំចូលទៅលើទៅ Hãy để tôi ngồi nhận đi.ច្រើនណាស់នេះខ្ញុំលីលេចោលរួចហើយច្រើនខ្លាំងណាស់ទៅអារបស់គាត់នេះចម្លែកណាស់អញញ៉ាំអត់ទេចំណែកអាហារដែលចម្លែកច្រើនយ៉ាងនេះគឺជាអ្វីទេមិនអាចសួរបានទេបើសិនជាសួរហើយត្រង់នឹងលេខបានឃើញខ្ញុំម្ចាស់ទៀតហើយ យើងមិនបានចង់ដឹងអីផង ល្ងងមែន
ហេតុអីត្រូវការពីទៀមស្រាមួយនោះបំផ្លាញចោលក៏បំផ្លាញទៅវាចាប់ដាច់ស្រេចទៅ ខ្ញុំខ្លាចថាបើទៀមសារត្រូវបំផ្លាញទៅហើយខ្ញុំនឹងគឺពិតជាលេងបានជប់នាងពិតមែនតម្រង់ជួទៅគឺមានតែអ្នកគ្នា បងស្រីនៅចង់ញ៉ាំស្ករទៀនលោកមួយនេះទៅគឺពិតជាផ្អែមមែនផ្អែមដូចបងស្រីអញ្ចឹងពិតជាឆ្លាតមែន ខ្ញុំនៅតែឆ្ងល់ដែលនាងលីមឹងយករបស់ចម្លែកទាំងអស់នេះមកពីណាដែរទេ ខៅកែបើសិនជាអាចទិញអាហារបានគឺគួរតែអាចទិញសូកូឡាដែលមានជាតិស្ករច្រើនហើយមែនទេ អាកំបាំងនេះមិនអាចទម្លាយបានទេមកតម្រង់ជួទៀតទេ ត្រូវហើយនៅមានក្របពូជដែលស័ក្តិសមដាំនៅក្នុងសីតុណ្ហភាពទាបទៀនក្របពូជឆៃថានស្ពៃគឺឆៃនៅមានសណ្ដែកខៀវដែលអាចដាំបានទៀនត្រូវហើយមើលទៅគឺដាក់ទឹកក្តៅអ៊ុនៗបែបនេះហើយចាំដាក់សណ្ដែកខៀវបន្ទាប់មកដាក់វីឲ្យរៀមប្រហែលជា12ម៉ោងគឺអាចមានសណ្ដែកខៀវថ្មីដែលដុះចេញមកហើយពួកយើងគឺសម្អាតនៅទីនេះឲ្យដាំគូឆៃទៅគូឆៃនេះគឺលូតលាស់ម្ដងមួយគុំនៅពេលដែលកាត់វាកុំឲ្យប៉ះពាល់ដល់ឬវាគឺអាចញ៉ាំបានយូរណាស់ទាំងអស់គ្នាសុទ្ធតែថាអ្នកនាងលីនៅក្នុងទៀមស្រាគឺជាទេវតាបើទៅគឺជាការពិតមែនក៏គ្មានដែរនៅកន្លែងខ្ញុំនេះនៅមានវិធីសាស្ត្រក្នុងការធ្វើកសិកម្មទៀនហើយក្រៅពីរបៀបដាំដុះនៅមានរបៀបប្រមូលផលទៀនបែបនេះលើក្រោយគឺសុទ្ធតែអាចញ៉ាំបានបន្លែផ្លែឈើស្រស់ៗជារៀងរាល់ឆ្នាំហើយ អាយ៉ាអ្នកនេះពិតជាអស្ចារ្យមែននៅសរសេរជាសភៅទៀត មិនមែនទេគឺ AI ជាអ្នកផលិតមក នេះបើនិយាយទៅអ្នកនេះAI ក៏ជាអ្នកសិក្សាម្នាក់ដែរណា អ្នកសិក្សាម្នាក់ដែរ ត្រូវហើយលើកនេះទាំងអស់គ្នាប្រហែលជាមិនអាចថាខ្ញុំជាជនបោកប្រាស់ទៀតទេមែនទេយ៉ាងមិនទៀតហើយនឹងទាំងអស់គ្នាក៏មើលមកខ្ញុំបែបនេះអីទាំងអស់គ្នាចង់ញ៉ាំអីគឺប្រាប់ខ្ញុំតាមចិត្តចុះ អ្នកនាងទឹកចិត្តជាប្រពុតពិតមែនឲ្យពួកយើងនេះគឺសុំទោសអ្នកនាងផងណា អាយ៉ាមិនអីទេព្រះពុតមិនព្រះពុតអីទេនៅក្នុងចិត្តពួកយើងសុទ្ធតែដឹងថាចានឆ្នាំងដោយអ្នកនាងនោះសុទ្ធតែជារបស់បែកបាក់នោះមិនមានតម្លៃប៉ុន្មានទេ ហើយចាវត្ថុដែលអ្នកនាងឲ្យមកនោះគឺមិនអាចលុបបានទេណា គឺពិតជាមិនមានតម្លៃមែនគួរឲ្យសោកស្ដាយប្រាក់សន្សំខ្ញុំអ្នកនាងពួកយើងគឺពិតជាមិនមានអ្វីសោកសំណងឲ្យអ្នកនាងពិតមែនគឺបានដេកភួយប្រជារាជាពិសេសសង្ឃឹមថាអ្នកនាងអាចរៀបការជាមួយមនុស្សល្អម្នាក់សម្បូរកូនសម្បូរសំណាងហើយបង្កើតកូន8នាក់ហើយមានចៅ64នាក់ទៀត ត្រូវហើយពិតមែនហើយ មកអ្នកមីងគួរសំពេចហើយក្រោកឡើងមកអញ្ចឹងភួយនេះខ្ញុំទទួលយកហើយអ្វីផ្សេងទៀតគឺមិនចាំបាច់រំខានទេខ្ញុំនៅមានរឿងទៀតទៅរវល់សិនហើយល្អទៅតាមស្រួលទៅស្បៀងអាហារគ្រប់គ្រាន់ហើយប្រជារាស្ត្រឈប់ស្រេកឃ្លានគឺលែងមានចលាចលហើយមែនទេជាងស៊ឺយិនលើកនេះគឺអាចមានជីវិតហើយមែនទេនៅដើមឆ្នាំព្រះអង្គ អ្នកនាងលីមឹងធ្វើហ្នឹង យ៉ាងម៉េចហ្នឹង អ្នកនាងកំពុងតែលាក់អ្វីដែរទៅ គឺក្រដែរត្រង់រកខ្ញុំម្ចាស់មានរឿងអីដែរតាត្រង់ធ្វើអីនឹងនៅកណ្ដាលព្រៃបែបនេះការវិវត្តបែបនេះក៏ដូចជាលឿនពេកហើយមែនទេ ពិតជារឿងពិតមែនខ្ញុំខ្លួនឯងក៏ស្មានមិនដល់ដែរចឹងហើយខ្ញុំទើបចង់សួរនេះ អាយ៉ារឿងបែបនេះគឺទៅតាមធម្មជាតិទេប្រសិនបើត្រង់មានន័យបែបនេះហើយអញ្ចឹងខ្ញុំម្ចាស់ក៏ នេះគឺជារបាយការណ៍តាំងពីអ្នកនាងយកវាមកបិទខ្ញុំរបស់ខ្ញុំគឺជារឿងខ្លាំងណាស់អ្នកនាងចង់បានន័យថាចាំមិន ខ្ញុំម្ចាស់សាក់មើលថាភួយប្រជារាស្ត្រនេះក៏ក្តៅដែរទេ អូខ្ញុំនៅថាអ្នកនាងមានន័យថាចាំមិន មិនមែនទេខ្ញុំម្ចាស់មានន័យចង់កេងជាមួយនឹងត្រង់ទេ ថាមិន ខ្ញុំមិនបាន អ្នកនាងចង់គេជាមួយខ្ញុំ យើងគួរតែនិយាយរឿងបងបិទដំបៅវិញទេ ពីនេះបានទេមកតាមខ្ញុំ ប្រញាប់បែបនេះ
នៅក្នុងពេលសង្គ្រាមកំបិតដើមមួយនេះគឺគ្មានមនោសញ្ចេតនានោះទេមនុស្សរបបភេទច្រើនពួកគេគឺសុទ្ធតែស្លាប់ប៉ុន្តែតាំងពីពេលដែលខ្ញុំរបួសហើយត្រូវបានអ្នកនាងព្យាបាលនោះវាជាលឿនខ្លាំងណាស់នេះតើវាមានរឿងអីទេ នេះគឺស្រួលទេខ្ញុំម្ចាស់បាយត្រង់ប្រើប្រាស់ទឹកសម្លាប់មេរោគហើយឲ្យត្រង់លេបថ្នាំសាសជាច្រើនទៀនចុងក្រោយប្រើបាំងបិទដំបៅកុំឲ្យឆ្លងមេរោគនេះគឺគេមានន័យយ៉ាងម៉េចហ្នឹងគូរូបដែលសូម្បីតែសម្លៀកបំពាក់ក៏មិនទាន់ស្លៀកត្រឹមត្រូវបែបនេះគឺពិតជាចាំមែនព្រះអើយហេតុអីត្រង់គូរូបបែបនេះ តើលោកអស់ពេលនេះគឺត្រូវការឆ្នាំដែលអ្នកនាងប្រាប់នោះខ្លាំងណាស់អ្នកនាងប្រាប់ថាគូរូបក៏បានដែរមិនដឹងថារូបដែលខ្ញុំបានគូននោះអាចដូរឆ្នាំបានប្រមាណដែរទេគំនូរនោះគឺខ្ញុំបានមើលហើយគំនូរដែលមានបោះត្រាព្រះអង្គជាណាព្រះអង្គជាគឺអង្គអាចក្លាហានណាបើសិននោះជារបស់ពិតមែនណាតម្លៃរបស់វាយ៉ាងហោចណាស់ក៏មកកោតដែរ ល្អស្អែកពិនិត្យឲ្យដល់ដូររបស់ឆ្នាំសាំងយកទាំងអស់ឆ្នាំក្តៅខ្លួនយកទាំងអស់បងរំរបួសឆ្នាំក្រហមហើយឈុតដេររបួសយកទាំងអស់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  ឆ្នាំក្របធូចមានប្រសិទ្ធភាពចម្លែកបែបនេះមួយថ្ងៃមួយបន្ទះនេះតើគ្រប់ដែរមែនទេ ត្រូវហើយឆ្នាំដែលខ្ញុំយកមកប្រសិទ្ធភាពល្អណាស់ អ្នកនាងលីមិនអត់ទេឆ្នាំដែលនាងយកមកនោះគ្មានប្រសិទ្ធភាពទេគឺកាន់តែមិនថមថយទេ มันអាចទៅរួចទេឆ្នាំសាសនៅសតវត្សទី21มันអាចយកឈ្នះមេរោគនៅសម័យបុរាណលោកបានពួកលោកมันអាចដើម្បីតែសន្សំសំចៃហើយដាក់ថ្នាំមីក្រូបចូលក្នុងធុងឲ្យមនុស្ស100នាក់ផឹកទេមែនទេ គ្មានទេគឺសិតតែប្រើតាមការណងរបស់អ្នកនាងទាំងអស់ជំនួយកម្មឡើងបាត់អីឆាមកនាំយកទៅព្យាបាលទេ មិននឹងអាចទៅរួចទេ សូមរាយការណ៍នៅក្នុងក្រុមកងទ័ពសិតតែមានអ្នកក្អួតទាំងអស់ ពេលមុនបើកសិភៅប្រវត្តិសាស្ត្រមិនដែលមានការពណ៌នាបែបនេះទេនៅដើមឆ្នាំព្រះអង្គយានបានឆ្លងជំងឺរាតត្បាតហើយសោយទីបង្គន់គឺជំងឺរាតត្បាតបងស្រីហេតុអីទាំងអស់គ្នាមានអាយការពារទ័ពសត្រូវ ដូចថាប្រហែលខែមុនអ្នកនាងលីត្រូវការអាវកងទ័ពប្រហែលខែមុនខ្ញុំបានឃើញកងទ័ពសត្រូវដេកស្លាប់នៅទន្លេខាងលើក៏បានដោះវាយកមកឲ្យអ្នកនាងលីតែម្ដងទេ ទុកចិត្តចាស់បងស្រីពួកយើងគឺសុទ្ធតែបានយកទៅបោកក្នុងទន្លេស្អាតហើយរបស់កខ្វក់នោះគឺត្រូវបានហូរចូលក្នុងទឹកទន្លេអស់ហើយ នេះមិនអីទេ ទន្លេខាងលើទ័ពសត្រូវខ្ញុំដឹងហើយប្រភពនៃជំងឺរាតត្បាតគឺប្រភពទឹកឆាប់ទៅស៊ើបទៅ ភពទៅ ទៅចង្រៃយកយើងខំរវល់យ៉ាងយូរលោកបាយជារស់បានតែ2ខែទៀតគឺត្រូវស្លាប់មែនទេ អ្នកណាគឺត្រូវស្លាប់ទេ ត្រង់ឆាប់នាំមនុស្សហើយយកអ្នកជំងឺដាក់ក្នុងទៀនស្រាទៅបន្ទាប់មកត្រង់ត្រឡប់ទៅជំរុំវិញហើយយកព្រះហស្ថមួយគូនេះដាក់ក្នុងស្រាខ្លាំងហើយត្រាំកន្លះម៉ោងឆាប់ទៅ នេះពួកឯងមិនអីទេទៅលេងរួចហើយមិនអត់ទេចង់គួតទៅលេងរួចហើយ អាឡូគ្រូប៉ែនរូបថតខ្ញុំផ្ញើលោកនោះលោកមើលហើយណាពួកគេសុទ្ធតែមានមុខស្លេកស្លាំងអ្នកខ្លះនិយាយថារងាហើយអ្នកខ្លះនិយាយថាក្តៅតើត្រូវមើលរបស់រកអួតចេញមកដែរទេបានឥឡូវហើយបានហើយមានរន្ទះចង់មើលរបស់ដែរបញ្ចេញមកបានលោកចាំបន្តិចចង់មើលរូបថតរបស់អ្នកជំងឺច្រើនជាងនេះជំងឺគ្រុនចាញ់ពួកគេឆ្លងជំងឺគ្រុនចាញ់បានគ្រូពេទ្យរំខានលោកបើឆ្នាំឲ្យមនុស្ស 100000 នាក់ឲ្យខ្ញុំមកថ្នាំរបស់ប្រជារាស្ត្របានចែកដូចហើយណា
កាត់ទៅចែករួចហើយនៅខាងខំតបក៏បានប្រាស់ហើយក៏ជាស្បាយច្រើនដែរនៅក្នុងពជារាក៏គិតថាមិនឆ្លោះទៀតទេ តែធីតាទៅផ្កាលឿងដែរនាងចង់បាននោះគឺពួកយើងបេះបានហើយព្រះអើយនៅក្នុងសម័យបុរាណនេះរបស់នេះមានច្រើនយ៉ាងនេះ ហើយមិនតើលឿង100000នេះនិយាយមកពីណានេះច្រើនយ៉ាងនេះទៅ រៀនចេះហើយមែនទេគឺប្រើវិធីដែលខ្ញុំបង្រៀនហើយដាំទឹកឲ្យទាំងអស់គ្នាផឹកទៅចាបានទេពធីតាតូចជំងឺគ្រុនចាញ់បានបញ្ចប់ហើយការបញ្ចប់ជាងសយិនស្លាប់ដោយសារជំងឺរាតត្បាតហេតុអីនៅមិនទាន់បដូរទៀតបងស្រីមិនល្អហើយមនុស្សក្នុងភូមិទាំងអស់គឺបានធ្វើត្រាប់តាមទេវតាដែលបងហើយដុតថ្នាំទាំងអស់ចោលហើយស្អីគេហើយចេះ ទាំងអស់គ្នាមិនញ៉ាំក៏មិនញ៉ាំទេចាំបាច់ដុតថ្នាំមកផ្លាញ់ធម្មជាតិធ្វើអី ឆ្នាំនេះគឺជាឆ្នាំជួយជីវិតអ្នកទាំងអស់គ្នាទេវតាដំបងមកពីណាមកបោកប្រាស់នៅទីនេះធ្វើឲ្យខកខានការជួយជីវិតរបស់មនុស្ស ទាំងអស់គ្នាកុំស្ដាប់តាមគេកងទ័ពទាំងអស់សុទ្ធតែញ៉ាំថ្នាំហើយជាឡើងវិញ ហើយមិនដៃបានកុំណត់ណាឆ្នាំនេះគឺធ្វើឲ្យរដីធម្មពលនៅក្នុងខ្លួនបើដាក់ចូលក្នុងខ្លួនហើយមិនលើសពីកន្លះខែទេច្បាស់ជាចន់រូបជីវិតខាតទេ ផ្ដេសវាយគេទៅវាយឲ្យងាប់ទៅ បើសិនជាខ្ញុំស្លាប់ហើយប្រជារាស្ត្រក្នុងក្រុងតែមួយសុទ្ធតែកំណត់ខ្ញុំស្លាប់ហើយ អ្នកនាងលើកលែងទៅពួកយើងមិនចង់ចុះនៅរស់ទេអ្នកនាងសូមមេត្តាផងទៅ បើអ្នកនាងសម្លាប់ទេវតាហើយអ្នកនាងមិនមែនចង់ធ្វើបាបពួកយើងទៀតទេមែនទេ ត្រូវហើយមិនមែនទេ នៃរបស់ទេវតាក្មេងស្រីម្នាក់នេះចង់ក្បត់ជាមួយនឹងទេវតាហើយសម្រាប់ក្មេងស្រីដែលមិនដឹងអីម្នាក់នេះគឺជាការកម្ចាត់បិសាចជួយទេវតាហើយគូក្បត់ជួយទេវតាហើយសម្រាប់បិសាច ខ្ញុំខិតខំរកមធ្យោបាយរកថ្នាំឲ្យហើយខ្ញុំនៅខ្លាចជាបិសាចទៀត បើសិនជាបែបនេះសូមទេវតាទៅជាមួយពួកយើងបន្តិចទេពួកយើងគឺចង់មានតែខ្លះឲ្យទេវតាជួយបង្រៀនល្អណាស់ តាត្រង់ចង់ធ្វើអីត្រង់នៅចង់ហាត់យុទ្ធសិលទៀនមិញនេះគេជេរខ្ញុំម្ចាស់ថាជាបិសាច យើងទៅវិញសិនទេ មិនត្រឡប់ទៅវិញទេលែងខ្ញុំម្ចាស់ដាក់ខ្ញុំម្ចាស់ចុះ ព្រឹត្តិជាតិជាមនុស្សម្នាក់នេះហើយដែលជួយព្រះអង្គទី7ម្ដងហើយម្ដងទៀតហើយជួយបំផ្លាញផែនការយើងឆ្នាំទាំងអស់នេះក៏នេះជាអ្នកទិញមកដែរទិញស្មានទិញឆ្នាំមនុស្សដែលមានម្ដាយធំបែបនេះភាសាវតារបស់គេប្រកាសជាអ្នកបានជ្រៅខ្លាំងណាស់ហើយវាគឺគ្រាន់តែជាអ្នកគ្រប់គ្រងម្នាក់នៅជាមួយឡៅទេតែមិនថាព្រះអង្គទូបង្គំគឺបារម្ភពីព្រះអង្គជាព្រះអង្គបានសរសើរព្រះអង្គទី7ច្រើននៅច្រើនសារហើយបើសិនជាលើកនេះឈ្នះសង្គ្រាមទៀតដំណើរទីជានោះគឺច្បាស់ជាទោះបីជាឈ្មោះឈ្នះសង្គ្រាមក៏ដោយបាត់បង់ប្រជារាស្ត្រអស់មួយក្រុងហ្នឹងមិនមែនជារឿងអស្ចារ្យទេតែរៀបចំទេវតាប្រមាណអ្នកទៀតឲ្យពួកគេដុតថ្នាំទាំងអស់នោះចោលទេប៉ុន្តែមនុស្សចម្លែកម្នាក់នោះនៅតែអាចជិះថ្នាំបន្តមកបានទៀតអញ្ចឹងគឺបដូរពីមនុស្សចម្លែកឲ្យទៅជាមនុស្សស្លាប់ទេទូបង្គំយល់ហើយនៅមិនឆាប់យកមកឲ្យយើងទៀតហ៎ក្រែងនេះចង់បែកគេមែនទេមុននេះគឺប្រជារាស្ត្រនៅទីនោះមិនងាយស្រួលណាស់ទេនៅនេះលីមើលទៅមុននេះសំដែរទេ យើងវាយ នេះហ៊ានវាយយើងហើយហ៎នេះហ៊ានវាយទេវតានេះហ៊ានវាយទេវតាហើយហ៎ ទេវតាមិនប៉ះដំបងមិនហៅថាទេវតាដំបងបានទៅបើសិនចង់ធ្វើទេវតានោះគឺលោកត្រូវតែទ្រាំយើងវាយនៅផ្លឹកអីទៀតចូលមកទាំងអស់មក អូបាទ យើងវាយនៅទីនេះគឺបបោមនុស្សធម្មតាមិនអាចមកទីនិយាយមកអ្នកណាគេឲ្យឯងមកញុះញង់ឲ្យជារៀបឆ្នាំចោលទៅនៅភូមិរបស់យើងមានគ្រួសាររផាត់មានអ្នកមានគុណបើផ្ដល់អាហារជួយគ្រួសារយើងទាំងមូលទឹកវាយវាយយើងដល់ស្លាប់ក៏យើងមិននិយាយដែរ យើងក៏មានស្បៀងដែរលោកអាចយកត្រឡប់ទៅវិញអេនៅអាចយកគ្រួសាររបស់លោកមកពឹងនឹងព្រះអង្គបានទៀត ស្បៀងអាហាររបស់ពួកឯងយើងគ្រាស្លាប់ក៏មិនស៊ីដែរ អាយ៉ានៅមាត់រឹងទៀត ឆ្ងាញ់ដល់ខ្ញុំមិនញ៉ាំស្អីឆ្ងាញ់ចឹងទេខ្ញុំនេះមិនដឹងថាម្ចាស់របស់ខ្ញុំគាត់គឺជាណាគេទេដឹងត្រឹមតែថានៅក្រោមបង្កប់សាស៊ឺម៉ាស្អីណា សាឈីម៉ា គឺសាស៊ីម៉ា
ស៊ីម៉ាជាតំណែងមួយនៅក្រោមមកកបដូចជាអូតាមពិតការធ្វើទាំងអស់នេះគឺសម្រាប់មកកាន់ព្រះអង្គសោះព្រះអង្គមិនឡោទេទុំគុំទៅសឹងនៅកណ្ដាលក្រុមប្រជុំក៏ប៉ុន្តែឃើញទេវតាខ្លាំងមកឡោព្រួយទាំងអស់នេះញញឲ្យប្រជាជនបិទឆ្នាំចាំទៀតហើយទៅចាប់ទេវតាទាំងអស់នោះមកក្រាបទូมึงសំណាងហើយដែលមែននេះបន្តិចទៀតនឹងចង់មកមនុស្សប៉ុន្មាននេះចាប់ខ្ញុំគួរនេះ អំបាញ់មិញត្រង់ហៅខ្ញុំម្ចាស់ថាមិញមឹងអើមឹងអើអាយ៉ាក៏មិនដឹងថាគេពេលណាមករកខ្ញុំដែរថ្ងៃនេះហើយចុះគួរតែខ្ញុំទៅរកគេវិញស្អីគេហ្នឹងកុំអី បាញ់ទៅ បីតែត្រូវគេបាញ់ស្លាប់ហើយគឺជាអ្នកណាទៅ លីម៉ាំងបើសិនជាឯងមិនចង់រៀបការនឹងមនុស្សរុក្ខជាតិនោះគឺយកវត្ថុបុរាណដែលលោកយាយឯងបន្សល់ទុកឲ្យឯងប្រគល់ចេញមក បងស្រីដើម្បីតាក់ទាញភ្ញៀវបងបានជាស្លៀកសម្លៀកបំពាក់បែបនេះគឺអស់ហើយវត្ថុបុរាណទាំងនោះគឺសុទ្ធតែខ្លាញ់ខ្លាយ យើងមិនជឿឯងទេបើសិនជាឯងមិនប្រគល់ចេញមកទៀតអញ្ចឹងគឺក៏មិនទោសថាយើងខូខើឲ្យសោះ លេងដៃភ្លាមកុំអីនេះគឺជាអីហ្នឹង ឲ្យយើងមើលមក ឲ្យខ្ញុំឲ្យមកខ្ញុំនាងចង់បានវត្ថុបុរាណពិតមែនល្អអញ្ចឹងខ្ញុំនឹងយកវត្ថុបុរាណខ្លះឲ្យពួកនាងមើល នឹងមកវិញ បដង បាញ់ទៅបាញ់ទៅ បដងជើងរបស់យើង នេះគឺជាអីហ្នឹង នេះគឺជាព្រួយមកពីណាទៅ លោកយាយនិយាយថាមានរបស់ការពារនៅទីនេះអ្នកទាំងពីរអាចមិនជឿបានហើយអាចមកម្ដងទៀតបានលើកក្រោយគឺមិនមែនបាញ់ព្រួញលើជើងទេគឺចេញពីទីនេះឬក៏នៅទីនេះរហូតតែ ខ្មែរចង្រៃចាំយើងផង តើពួកអាយខ្មៅមួយក្រុមនោះទៅហើយណាឥឡូវនេះបើសិនជាខ្ញុំត្រឡប់ទៅវិញមិនអាចត្រូវបាញ់ប៊ីស្លាប់ទៀតទេមែនទេដូចជាឃ្លានហើយ នេះពួកឯងមើលឃើញហើយនៅពួកខ្ញុំនេះជិះមើលឃើញហើយពួកឯងមើលឃើញស្អីទៅឯណាមនុស្សឯណាព្រួយទៅនេះគឺជាខ្មោចមែនដែរទីខ្មោចហើយគឺជាខ្មោចខ្មោចលោចាំទៅយើងក៏មិននៅដែរដល់ទៅខ្មោចសាស៊ីនម៉ែពួកឯងនឹងទីចិត្តធ្វើរឿងមិនត្រឹមត្រូវលាក់បាំងមែនតាមចាប់ពួកគេទៅទទួលបញ្ជាឆាទៅចុះមើលមើលមើលនេះណាមើលត្រង់ហើយពួកគេរត់ដូចហើយឆាប់រត់នៅនេះលេងទេអត់លឿនឡើងកាត់ព្រះអង្គមិនយើងទៅរកជាមួយពួកយើងទេយើងចាំគេនៅទីនេះចាំគេត្រឡប់មកផ្ទះវិញកាត់ទៅទីយុទ្ធជួបពួកតែយើងទៅយកជាមួយនឹងមើលយើងកាពេលនេះមិនបានល្អ
មិនអើនេះទៅត្រឡប់មកវិញដោយសុវត្ថិភាពមិនអើនេះនៅទីណាប្រកាសដែរតាយ៉ាងស៊ីយានឥឡូវនេះមិនដឹងថាយ៉ាងម៉េចហើយទេបើសិនជាខ្ញុំមិនត្រឡប់ទៅវិញនោះសេចក្តីបញ្ចប់របស់គេគឺមិនអាចកែប្រែបានហើយមែនទេគេពិតជាអាចស្លាប់ពិតមែនគួរតែធ្វើយ៉ាងម៉េចទើបអាចជួយគេបានព្រះអង្គយ៉ាងម៉េចហើយរកឃើញនឹងនាងលីមឹងដែរទេអត់ទេព្រះអង្គត្រឡប់ទៅសម្រាប់វិញសិនទៅយើងចង់យាមនៅទីនេះយើងគឺចង់នៅទីនេះចាំគេត្រឡប់មកវិញហើយចុះបើសិនជាខ្ញុំម្ចាស់មិនបង្ហាញខ្លួនជារៀងរហូតនោះมึงมึงតើត្រង់ចាំខ្ញុំម្ចាស់រហូតដែរទេខ្ញុំនឹងចាំនេះរហូតខ្ញុំនឹងច្បាស់នេះខ្លាចយ៉ាងនេះមិនអាចត្រូវទីទៀតចាំបានថានេះច្បាស់ជាត្រឡប់មកវិញដោយសុវត្ថិភាពហើយខ្ញុំម្ចាស់គឺគ្រាន់តែជាពាណិជ្ជករម្នាក់ប៉ុណ្ណោះមានអីគួរឲ្យបារម្ភទេស្លាប់ក៏ស្លាប់ទៅมึงក្នុងចិត្តរបស់ខ្ញុំនេះជាគ្រួសាររបស់ខ្ញុំជាយូរណាស់មកហើយក្រោយពេលដែលលោកយាយស្លាប់នោះខ្ញុំគឺគ្មានគ្រួសារទៀតទេតែមិនស្មានថាសូរីកាព្រះអង្គតបទៅគឺច្រើនខ្លាំងណាស់ហើយតែពួកគេវាយសម្រុកបងប្អូនរបស់យើងគឺកាប់ពីមិនជាប់ទេតបជំនួយមកមិនទាន់ដល់រហូតតែមិនមានកំណត់អ្វីដែរទេតបជំនួយខ្លាចតែមកដល់មិនទាន់ទេប្រែហើយចាត់ទុកថាអាចបដូរវាសនាបានហើយរដូវផ្ការីកឆ្នាំនេះនៅពេលព្រិលធំកងទ័ពព្រះអង្គយានត្រូវបានឡើងព័ទ្ធកន្លះខែមុននឹងក្រោយគឺត្រូវទ័ពសត្រូវសម្លាប់ទាំងអស់ព្រះអង្គយានប្រកួតចាញ់សត្រូវត្រូវបានកាត់ក្បាលព្យួរនៅលើទ្វារក្រុងដើម្បីផ្ដល់ការគំរាមបានធ្វើឲ្យទូទាំងទីក្រុងមានការភ្ញាក់ផ្អើលដោយយំហេតុអីទីបញ្ចប់លោកមិនអាចកែប្រែបានរហូតអញ្ចឹងខ្ញុំគួរតែយកអីជួយជាងស៊ឺយានទៅខ្ញុំមានពេលចាំនិយាយជាមួយត្រង់និយាយទៅមុននេះមនុស្សរីកទៀតមកសម្រាប់នេះប៉ុន្តែមិនបានសម្រេចច្បាស់ជាមានម្ដងទៀតហើយខ្ញុំមិនអាចធានាថានាងអាចរត់ខ្លួនរហូតនោះទេនាងจะស្លាប់បញ្ជានេះទៅរីកធានាថាខ្ញុំធានាថានាងនឹងអាចរស់បានស្រួលត្រូវហើយយើងដកទ័ពទៅហើយយកប្រជារាស្ត្រ 100000 នាក់ទៅដែរទេមិនបានទេបើសិនជាមិនអាចការពារក្រុងបានក្រោយមកទៀតគឺពិបាកហើយដល់ពេលនោះប្រជារាស្ត្រអាចនឹងបាត់បង់គ្រួសារជាច្រើនអ្នកដែលគួរទៅគឺជានាងអំបញ្ញមិញនៅថាខ្ញុំជាគ្រួសារត្រង់ទៀនឥឡូវនេះក៏បណ្ដេញខ្ញុំចេញយ៉ាងម៉េច
ពេលដែលសម្ភារៈដល់ដៃខ្ញុំម្ចាស់លែងមានប្រយោជន៍ហើយត្រង់ថាគោលគំនូរខ្ញុំម្ចាស់លក់ទៀនគឺត្រង់នៅជាពាក់បំណុលខ្ញុំទៀនគឺគ្រាន់តែខ្ញុំគិតថាលក់អាការពារគ្នាឯងគឺគ្មានកំណត់យ៉ាងណាទៅបើចង់លក់ក៏លក់របស់សត្រូវដែរ អ្វីដែលយើងជពាក់នេះគឺបានសងនាងអស់ហើយចាប់ពីពេលនេះតទៅយើងគ្មានអ្នកពាក់ព័ន្ធជួយគ្នាទៀតទេទីនេះលេចទៅការនាងទៀតហើយខ្ញុំដឹងថាត្រង់នៅសាបរំពីខ្ញុំម្ចាស់តែខ្ញុំម្ចាស់គឺត្រូវរួមសុខទុក្ខជាមួយត្រង់នាងចង់មកខំឲ្យយើងនិយាយការពិតមែនទេ ត្រង់គួរតែមានអីលាក់នឹងខ្ញុំម្ចាស់ទៅមិនមែនមិនអាចការពារក្រុងបានទេមែនទេមានខ្ញុំម្ចាស់នៅយ៉ាងហោចណាស់ក៏អាចធានាថាត្រង់មិនស្លាប់ដែរ បើសិនជាខ្ញុំត្រូវប្រាប់នាងខ្ញុំត្រូវអភិសេកជាមួយព្រះនាងនគរស្ត្រីនោះព្រះបញ្ជាព្រះអង្គសម្រេចដូចហើយនគររបស់ពួកយើងកាត់ក្រុងដើម្បីធ្វើជាជំនុំចង់មេត្រីជាមួយនគរស្ត្រីយ៉ាងម៉េចនាងចង់រៀបរៀងយើងរៀបអភិសេកជាមួយនឹងព្រះនាងហើយធ្វើជាស្ដេចមែនដែរទេនៅមែនទេគ្រាន់តែជាឆ្នាំនឹងស្បៀងបន្តិចបន្តួចដែលនាងយកមកគិតថាឯកែប្រែឋានៈរិទ្ធិសម័យរបស់នាងចង់ខ្លាចជាមហាសេដ្ឋីរបស់យើងមែនដែរទេព្រះអង្គរាជសារប្រាប់ថាដកតបការក្រុង10មិនបានរៀបអភិសេកទេមិនចាំបាច់ដេញនាងនេះដែរទេយើងគឺចុះប្រឆាំងរាជបញ្ជាស្ទើរខមិនអាចទុកចិត្តបានថ្ងៃនេះកាត់ក្រុង10ថ្ងៃក្រោយកាត់ក្រុង10ទីគ្មានទីបញ្ចប់នោះទេមិនអាចដកតបកាត់ក្រុងជាដាច់ខាតប៉ុន្តែខាងសត្រូវមានតបច្រើនជាងយើង20ដងឯនោះណាសង្គ្រាមលើកនេះស្លាប់ច្រើនជាងនោះចឹងហើយនេះមិនអាចផ្សងគ្រោះថ្នាក់ជាមួយនឹងយើងនោះទេមិនអាចព្រះអង្គយានអាចបង្ក្រាបសត្រូវបានត្រឡប់មកវិញដោយជ័យជំនះហើយយកតំណែងជាស្ដេចវិញបានរៀបអភិសេកជាមួយនារីបរទេសហើយដាក់ចូលទៅក្នុងដំណាក់ក្រោយមួយជីវិតនេះមិនបានតែងតាំងព្រះមហាក្សត្រីទេទ្រង់ប្រកាសជាស្រឡាញ់គេណាស់មែនទេមើលទៅខ្ញុំគួរតែត្រឡប់ទៅវិញពិតមែនហើយលើថាការប្រជុំពិនិត្យទ្រព្យមួយនេះអ្នកដែលមកនោះគឺសុទ្ធតែមានឈ្មោះល្បីល្បាញ សំណាងឲ្យគ្រូពេទ្យដែលជួយដកព្រួញយើងនោះគឺជាមនុស្សស្គាល់វត្ថុបុរាណមិនស្មានថាព្រួញដែលបានបាញ់យើងនោះគឺជាវត្ថុបុរាណដែលបានមកពីរាជការសឹងសោះមួយដើមនេះថាមិនត្រូវមានតម្លៃ1លានជាងហើយ1លានជាងគឺពិតជាលំបាកម៉ាក់ហើយឲ្យតែពួកយើងអាចមានជីវិតរស់នៅប្រសើរម៉ាក់រងទុកបន្តិចគឺស័ក្តិសមគឺមិនអាចឲ្យលីម៉ឹងបានដឹងដាច់ខាតមិនអាចឲ្យខ្ញុំដឹងអីទេ
ក៏មិនខ្លាចប្រាប់ឯងដែរយល់សពក៏មិនអាចនឹកឃើញដែរមែនទេកូននៅសម្ងាត់ដែលនិយាយឯងបានដាក់នោះក្របព្រួយតែបានបាញ់យើងបើជាវត្ថុបុរាណដែលមកពីរាជការសឹងបងស្រីនៅពេលដែលយើងសម្លុកចូលទៀមស្រាចាប់បងនោះបើសិនជាបងឲ្យពួកយើងចាប់បានងាយស្រួលនោះក៏មិនចាំបាច់បាត់បង់កំណត់ទ្រព្យមួយនេះដែរទាំងអស់គ្នាមិញនេះបានលឺហើយមែនទេគឺពួកគេសម្លុកចូលទៀមស្រាខ្ញុំចាប់ខ្ញុំហើយក៏ដណ្ដើមយកកំណប់ខ្ញុំគេបានយកវត្ថុបុរាណរបស់ខ្ញុំមកដេញថ្លៃខ្ញុំទៅជាជនរងគ្រោះយកម្ដាយកូនទាំងពីរនាក់នេះបញ្ជូនទៅក្នុងគុកឥឡូវនេះស្អីគេលេងយើងនេះគឺដកចេញមកពីជើងយើងក៏មានចំណែកមួយដែរឯងលេងយើងទៅចង្រៃយកកុំចង់បានលុយខ្ញុំឯសោះលខំមិនចាប់នៅយប់នេះគឺជារបស់នេះហើយស្លាប់បញ្ជារបស់ព្រះអង្គយានធ្លាប់ដឹកនាំបានរយៈពេល3ឆ្នាំស្លាប់បញ្ជារបស់ព្រះអង្គបានប្រមូលផ្ដុំទាំងមន្ត្រីស៊ីវិលនិងយោធាអ្នកដែលគួរត្រូវទៅគឺជានេះដែលអាចបញ្ជាទោសដល់អង្គអាចរាប់លានអ្នកបានធ្វើឲ្យព្រះយានដែលកំពុងតែកាន់តំណែងនោះមានការខឹងជាមួយព្រះអង្គយានរហូតមកតម្លៃនៃស្លាប់បញ្ជានេះគឺមិនអាចវាស់ជាប្រាក់បានទេខ្ញុំឲ្យ50លានខ្ញុំឲ្យមកកោតប្រវត្តិដ៏មានតម្លៃបែបនេះនៅនឹងនេះគួរតែលក់ឲ្យមិនដែរទេលួយប្រកាសជាត្រូវលួយខ្ញុំឲ្យ3កោតទោះបីជាមានតម្លៃយ៉ាងណាក៏មិនអាចដល់3កោតដែរតម្លៃខ្ពស់យ៉ាងនេះពេលក្រោយមានលំហចាំមិនទេទីបញ្ចប់មិនមែនជារបស់ងាប់ទេមែនទេ3កោតលើកទី1 3កោតលើកទី2សម្រាប់លុយវាចោលកូនរបស់ខ្ញុំឯងជាវឡៃថ្មីបានធ្វើការឡើងកម្រិតហើយបាត់ការរកស៊ីសាជាថ្មីហើយសូមស្វាគមន៍មិត្តចាស់មកថ្មីទាំងអស់គ្នាចូលមួយឡើយអង្គុយតែដឹកនាំពួកយើងឲ្យបានច្រើនផងម៉ងមីមកផឹកជាមួយនឹងពួកយើងបន្តិចទេឡើយទាំងអស់គ្នាផឹកខ្លួនឯងសិនទេមកចូលមួយអបអសាទើតើហេតុអីបានជាឈឺនៅទីនេះយ៉ាងនេះខ្ញុំចេញទៅស្របខ្យល់អាកាសបន្តិចព្រះអង្គតើជំនួយមិនតន់មកដល់ទេបងប្អូនជិតចំលេងបានហើយមិនអាចដកថយទេក្នុងក្រុមសុទ្ធតែមនុស្សចាស់មានជំងឺទន់ខ្សោយត្រូវការពារចូលមកបានចូលសម្លាប់នៅឆ្នាំដដែលរដូវផ្ការីកដំបងតបរបស់ព្រះអង្គយានត្រូវបានឡំពត់កន្លះខែត្រូវបានស្លាប់ទាំងអស់ព្រះអង្គយានចាញ់សង្គ្រាមហើយកាត់ក្បាលព្យួរនៅទ្វារក្រុងដើម្បីធ្វើការគំរាមទីក្រុងទាំងមូលភ្ញាក់ផ្អើលដល់យើងចាញ់សិង្ហជីទ្រង់មិនមែននៅជាមួយនឹងព្រះនាងទេមែនទេហេតុអីទេហេតុអីបានជាទ្រង់សោយទីបង្គត់ទៀតហើយថ្ងៃនេះក្នុងពិធីដេញថ្លៃវត្ថុបុរាណស្លាប់បញ្ជារបស់ព្រះអង្គយាននៃរាជការសឹងបានដេញថ្លៃនៅក្នុងតម្លៃខ្ពស់បើតាមអ្នកសិក្សាប្រវត្តិសាស្ត្រព្រះអង្គយានផ្ញើជូនទៅមហេសីរបស់ទ្រង់នៅខាងក្រៅថ្លៃបញ្ជានោះជាទីស្រឡាញ់មើងជុកនេះក្នុងសម័យកាលរបស់ខ្ញុំទឹកដីគ្មានសន្តិភាពប៉ុន្តែចិត្តនៅក្នុងប្រាណរបស់ខ្ញុំមានឆន្ទៈក្នុងការបម្រើដែរបើសិនជាពេលសង្គ្រាមស្ងប់ស្ងាត់ទៅវិញខ្ញុំចង់ឲ្យឈ្មោះរបស់ខ្ញុំត្រូវបានឆ្លាក់យ៉ាងត្រឹមត្រូវក្នុងវត្ថុបុព្វបុរសស្នេហ៍ខ្ញុំនឹងមិនរលត់ពេញមួយជីវិតព្រោះនៅជាមួយគ្នាដែលចាស់សាក់ស្គមរាជការសឹងនៅឆ្នាំទី22សម្បត្តិសរសេរដៃរបស់ព្រះអង្គជាមើងនៅម្នាក់ឯងក៏ត្រូវមានសុភមង្គលដែរសុជីន
มึงខ្ញុំហាក់បីដូចជាបានឃើញនាងសេជីនมึงសេជីនក៏មានការស្ដាយក្រោយដែរត្រូវតែមានសុភមង្គលសេជីនសេជីនក្រពេនលោកមកខ្ញុំចាត់ការមួយចាំមកគេហើយយកកណាត់ខត់ឈាមសិនសរសៃឈាមខាងក្នុងត្រូវដេកជាប់សេជីនចាក់សេជីនត្រង់នៅដណ្ដឹងភរិយាទានអញ្ចឹងហើយត្រង់ប្រកាសជាអាចមានជីវិតរស់នៅបន្តទៀតមែនទេព្រះអង្គយានត្រូវបានព្រួញជាច្រើនទ្រាំលំអស់មួយជុំព្រឹកស្អែកបានស្លាប់ដោយសារហូរឈាមច្រើនពេកព្រះជន្ម21វស្សាស្លាប់ហើយគឺខ្ញុំជាអ្នកធ្វើឲ្យគេស្លាញ់គាត់បានស្លាប់នៅក្នុងការវះកាត់មិនអាចទេមិនអាចទេសេជីនសេជីនខ្ញុំពិតជាមិនអាចបើកភ្នែកសម្លឹងមើលលោកហូរឈាមនៅស្លាប់នោះទេអញ្ចឹងហើយផ្នែកគ្នាមកក្តាច់ចាសេជីនសេជីនសេផៃសេផៃសេផៃព្រះអង្គយានបានបង្ក្រាបសត្រីត្រឡប់មកវិញដោយជ័យជំនះបន្តតំណែងជាព្រះអង្គដណ្ដឹងមនុស្សស្រីនៅប្រទេសផ្សេងចុះដំណាក់ក្រែងទីបំផុតខ្ញុំយល់ហើយស្រាប់មកគឺលោកត្រូវពឹងលើខ្ញុំដើម្បីជួយត្រូវពឹងលើខ្ញុំទៅឈ្នះសង្គ្រាមតែបានដំណើរមហាសែននៅនគរផ្សេងមែនដែរទេខ្ញុំនេះពិតជាល្ងងពិតមែនអ្វីតែជាមនុស្សល្ងងសេជាត្រូវមកសាទេវង្គតទេល្អខ្លាំងនេះត្រូវមកសាទេវង្គតនៅក្នុងដៃខ្ញុំមិនចាប់ទេចាក់សេជីនមិននេះគឺជាលើកទី2ហើយខ្ញុំម្ចាស់ជួយត្រឹមមិនបានជានឹងត្រឡប់មកវិញទៀតហើយខ្ញុំម្ចាស់គិតថាមានពេលខ្លាំងខ្ញុំម្ចាស់នៅមិនទាន់បាននិយាយច្បាស់លាស់នោះទេប្រសិនបើខ្ញុំម្ចាស់និយាយច្បាស់លាស់ប្រហែលជាការបញ្ចប់របស់ទ្រង់គឺមិនដូចគ្នានោះទេអ្វីទេរាជការសិង្ហអាចនឹងវិនាសេជីនមិនខ្វះថាទ្រង់ខិតខំប្រឹងប្រែងយ៉ាងម៉េចនោះទេសុទ្ធតែមិនបានផលប្រយោជន៍ទាំងអស់ប៉ុន្តែខ្ញុំម្ចាស់ដឹងថាមាននគរបុរាណមួយដែលមានឈ្មោះថាតាសេខ្ញុំម្ចាស់អាចនាំទ្រង់ទៅបានទ្រង់ទៅទីនោះនឹងអាចមានអាយុយឺនយឺនមិនខ្ញុំនឹងនាំនាងទៅកន្លែងមួយសិនមិននេះមកវិជារាជនៅផ្លូវនេះទៅខ្ញុំកាយក្នុងខ្សែរាជវង្សពួកគេគ្រប់ខ្ញុំក្នុងព្រះវិហារខ្ញុំការពារទឹកដីរបស់ពួកគេនេះជាទំនួលខុសត្រូវរបស់ខ្ញុំព្រះអង្គទេវតាទូលសូមគោរពអ្នកទាំងពីរ
ប្រាំងត្រូវតែវាយឈ្នះសង្គ្រាមនឹងទី ព្រះអង្គម្ដាយទូបង្កប់បានបង្កើតកូនមួយគឺដោយសារតែទ្រង់នឹងនេះជាគ្រួសាររបស់ខ្ញុំពួកគេក៏អញ្ចឹងដែរការធ្វើសង្គ្រាមមិនមែនខ្ញុំចង់ធ្វើទេប៉ុន្តែវាជាកាតព្វកិច្ចរបស់ខ្ញុំ ទោះបីជាត្រូវស្លាប់ទាំងអស់ក៏យកខ្លួនប៉ែលីដើម្បីនគរដែរ ទោះបីជាត្រូវស្លាប់ទាំងអស់យកខ្លួនពលីដើម្បីនគរមងាសុំទោសខ្ញុំសង្គ្រាមលើនេះគឺខ្ញុំត្រូវតែវាយឲ្យឈ្នះ ពេលក្រោយលោកប៉ែលីឲ្យនគររបស់លោកទេខ្ញុំមិនចាស់សោះនៅសំណាងខ្លួនឯងបងស្រីថ្មីនេះបងស្រីខ្ញុំនាំមកទៅរបស់ល្អមួយទេវតាទៅមកដល់ហើយទេវតាទៅនេះគឺជារបស់បងស្រីអ្នកទាំងអស់គ្នាយករូបខ្ញុំមកក្រុមនៅក្នុងវិហារភ្នំនេះគឺពួកជារៀបចំអាអ្នកនាងណែសូមគោរពទេវតាស្រីសូមទេវតាស្រីជួយការពារពួកយើងផងមានភ្លៀងមានខ្យល់ប្រទេសមានសំសន្តិភាពខ្ញុំមិនមែនជាទេវតាស្រីអីនោះទេបងទេវតាស្រីបងបាននាំស្ដែងអាហារជាច្រើនឲ្យពួកយើងហើយបានដឹងចេះជំងឺរាតត្បាតទៀនបងមិនបានបងស្រីពួកយើងគឺស្លាប់ជាមកទេវតាស្រីសូមទេវតាស្រីជួយការពារប្រាំងយាននៅឆ្នះសង្គ្រាមផងសូមទេវតាស្រីជួយការពារប្រាំងយាននៅឆ្នះសង្គ្រាមទេវតាស្រីសូមការពារផងខ្ញុំមិនមានសមត្ថភាពខ្លាំងចេញទេពួកយើងជឿជាក់លើទេវតាស្រីទីនេះគឺជាផ្ទះរបស់ពួកយើងគ្មានកន្លែងដែលអាចទៅបាននោះទេសូមទេវតាស្រីត្រូវតែការពារប្រាំងយាននៅឆ្នះសង្គ្រាមផងសូមវត្តទេវតាស្រីសូមវត្តទេវតាស្រីជួយប្រាំងយានផងទេវតាស្រីជួយគាត់ផងសូមវត្តទេវតាស្រីសូមវត្តទេវតាស្រីសូមវត្តទេវតាស្រីជួយប្រាំងយានផងបើធៀបនឹងជីវិតរៀង 100000 នេះខ្ញុំនៅបោះមកទឹកចាត់ទុកជាអីទៅបើគ្នាចែកស្មៀនទៅឲ្យជាជួយទាំងអស់ឆាប់យកស្មៀនទាំងអស់យកទៅស៊ីជិនតែបំផុតខ្ញុំយកពីត្រង់ហើយទោះបីជាពេលក្រោយទៅនៅក្នុងពិភពលោករបស់ត្រង់ឡើងមានខ្ញុំទៀនក៏ខ្ញុំត្រូវតែជួយត្រង់វាយឈ្នះសង្គ្រាមលើកនេះដែរម៉ាមីឆាប់ងាប់ឡើងមើលអរគុណទេវតាស្រីទេវតាស្រីទេវតាស្រីជួយការពារពួកយើងកុំរំខានគាត់ទៀតដែរពួកយើងទៅវិញទៅណាពួកយើងទៅវិញទៅទេវតាស្រីពួកយើងទៅហើយណាទៅហើយបងស្រីបងជាចរិយាអាននេះគឺជារូបដៃដែលខ្ញុំបានធ្វើជាមួយនឹងអ្នកទាំងអស់គ្នាតែឯងមានឈ្មោះអ្វីដែរខ្ញុំក៏គ្រាន់តែដឹងថាខ្ញុំមានត្រកូលវែងទេប៉ុន្តែគ្មានឈ្មោះអ្នកទាំងអស់គ្នាហៅខ្ញុំថាជាអ្នកសំទានតូចត្រកូលវែងយេរបស់បងឈ្មោះថាហ្វាំងយិនអញ្ចឹងអញគឺមានឈ្មោះថាហ្វាំងណាន់ចាស់យេខ្ញុំមានឈ្មោះហើយពេលក្រោយពេលដែលបងមិននៅអញជួយមកទៀមស្រែបងតែបានណាទីល្អតែកន្លែងរបស់លោកមានអវត្ថុធូដែរទីត្រូវការលុយប្រមាណដែរមួយគ្រឿងគឺ1លានអាយអវត្ថុធូខ្ញុំ10សិនណាហើយយកអវត្ថុហង10ទៀនហើយយើងថាមួយកែទៀនខ្ញុំចង់ធ្វើពិធីបុណ្យដែលពោពេញទៅដោយឈាមមួយចឹងជួយនេះមករកមនុស្សត្រូវហើយពួកយើងនៅសតប៉ុន្មានទេមិនចាំទេគឺ 5000 នេះចុះពួកគេនៅសតប៉ុន្មានទេសិតតែយ៉ាងហោចណាស់ក៏នៅសល់ 160,000 នាក់ដែរសូមទេការព្រះអង្គទេវតាស្រីមកហើយអាកម៉ាប់ចង្រៃធូដែលយើងនិយាយនោះគឺរបស់មួយនេះមិនដែរទេដាក់អាស៊ីតបន្តិចហើយបន្ថែមរំសាយបន្តិចអីស្ករសមិនមែនលោកញ៉ាំនោះទេហើយដាក់ស្ករសបន្តិចទៀត
រឿងបែបនេះមានកន្លែងណាដូចទេវតាស្រីទេ ត្រឹមម្ដងហើយអាចត្រឹមមករបស់មួយរបស់មួយនឹងបើសិនជាធ្វើខ្នាតតូចគឺជាកំជ្រួញបង្ហាត់ទៅលើមេងគឺវាស្អាតខ្លាំងនេះ បើអញ្ចឹងបើសិនជាធ្វើខ្នាតធំនោះ គឺជាក្របបែងប្រសិនបើចូលក្នុងចំណាំមនុស្សគឺល្អតែម្ដងបើសិនជាបង្កប់នៅក្នុងដីទៀតគឺរត់តែល្អជាងនេះទៀត ល្អខ្លាំងណាស់ ស្អាតណាស់ព្រះអង្គមើលចុះវិធីសាស្ត្រដែលទេវតាប្រាប់នោះគឺពិតជាមានផលមែនដល់តបហើយសត្វដល់តបហើយព្រះអង្គពួកយើងមិនបានចេញតបទេសត្វក៏ចុះចាញ់ទៅហើយចាប់ដល់ដល់តបហើយព្រះអង្គពួកយើងឈ្នះហើយឈ្នះហើយពួកយើងឈ្នះហើយឈ្នះហើយឈ្នះហើយពួកយើងឈ្នះហើយនៅមិនទាន់បញ្ចប់នោះទេនៅមិនមនុស្សម្នាក់ទេបើគេមិនទាន់ស្លាប់ទេសង្គ្រាមគឺមិនទាន់ចប់ទេអ្នកណាឬទីជារបស់រាជការសិនមិនអាចលើកលែងគេបានទេខ្ញុំមិនរីទីយឺតខ្ញុំមិនចេះរីទីយឺតមិនមែនទេរីទីយឺតសាស៊ឺមករីទីយឺតក៏ខ្ញាល់ហើយរីទីយឺតក៏ខ្ញាល់ហើយរីទីយឺតទុកចិត្តទុំគុំគឺបានរៀបចំរួចរាល់អស់ហើយប៉ុន្មានណាគឺជាការពិតទុំគុំបានយកដំណឹងទៅប្រាប់អូលីប៉ាថោអស់ហើយឲ្យយកតបសេះ5លានអ្នកណាដើរមក500ផ្លូវព្រះអង្គទុកចិត្តចុះទៅព្រះអង្គមើលទៅតទៅរីទីយឺតគឺជាតបសេះរបស់អូលីប៉ាថោខាងនោះទៀតណាជាតបសេះរបស់អូលីប៉ាថោ គេទីយឺតទៅចឹងណាទៅតាមសម្រួលចឹងអាណាមនុស្សសាស៊ីម៉ាអាអ្នកបំរើចង្វាយអីនេះសាស៊ីម៉ាឬទីយឺតក៏តាមមកឬទីយឺតតាមសម្រួលទៅពួកយើងគឺមានសមត្ថភាពហើយឬទីយឺតអូនទី7ពួកយើងគឺមានតបសេះនៅ5លានអ្នកទៀតពួកយើងមានសមត្ថភាពហើយចាក់ខ្លួនទៅដូចគ្នាវិញដើម្បីព្រះបិតាចាត់ការទៅក្របទូលទីមានសមត្ថភាពហើយហើយនាំតទៅជំនុំសិនតើយើងទៅលីមងសិនក្របទូលព្រះអង្គមានវិជ្ជាទីទីយាពាក់ព័ន្ធនឹងនយោបាយធ្វើប៉ះពាល់ដល់តបរៀននឹងនគរតែមិនអាចលើកលែងបានទេចាប់ពីពេលនេះទៅដកតំណែងដកត្រៃប្រឆាប់ទម្លាក់ទៅជារាជសាមញ្ញវិញចាប់រាជសារមកសង្គ្រាមមកចាប់ហើយទៅដូចគ្នាជាមួយខ្ញុំថាធ្វើជាមហាសែនរបស់ខ្ញុំមហាសែនក្នុងសិភៅគឺជាខ្ញុំប្រសិនជាចាត់ចេញពីជាបល័យហើយខ្ញុំអាចមានមធ្យោបាយត្រឡប់ទៅសម័យទំនើបវិញដែរទេអញ្ចឹងមិនមែនខ្ញុំត្រូវចាត់ចេញពីស្រុកកំណើតខ្ញុំម្ចាស់ហើយតែមែនទេមងថ្ងៃក្រោយដំណាក់ព្រះអង្គជាផ្ទះបាននេះហើយប៉ុន្តែនៅស្រុកកំណើតរបស់ខ្ញុំម្ចាស់មានកុំព្យូទ័រមានទូរទស្សន៍មានម៉ាស៊ីនត្រជានិងមានមន្ទីរបដាជួយសង្គ្រោះជីវិតមនុស្សទៀតផងទូខ្ញុំស្ដាប់មកយល់ថាម៉ាស៊ីនត្រជាទូរទស្សន៍កុំព្យូទ័រគឺជាអ្វីប៉ុន្តែខ្ញុំធានាបានថាបើនាងទៅវិញជាមួយខ្ញុំធានាថានេះគ្មានទុកកង្វល់ក្នុងការស្លៀកពាក់ញ៉ាំបាយទេហើយខ្ញុំនឹងការពារនាងរហូតក្នុងសង្គមមុខវវិញនេះត្រូវចេះការពារខ្លួនឯងដឹងតែទេមិនបានជានាងរបស់ទៀតហើយលើកនេះទៅជំរុំជាមួយខ្ញុំមានថ្នាំអស់ហេតុអីបានជាត្រូវការពារទៀមស្រាមួយអញ្ចឹងបំផ្លាញចោលក៏បំផ្លាញទៅខ្ញុំខ្លាចថាបើបាត់បង់ទៀមស្រាខ្ញុំនឹងមិនអាចជួបនាងបានតទៀតទេអតីតព្រះអង្គបានសោយទីបង្គត់ហើយមុនសោយទីបង្គត់ព្រះអង្គបានចេញនូវសេចក្តីប្រកាសមួយមានបន្ទូលថាព្រះអង្គយានមានចិត្តស្មោះត្រង់មានចិត្តការពារប្រទេសយើងថ្ងៃនេះទទួលបញ្ជាពីទេវតាផ្ញើទឹកដីនគរដល់មហាសាមានភ្នំទន្លេលើព្រះអង្គយាន